ក្តីស្រឡាញ់ដែលធំជាងគេបំផុតដែលម្ដាយឪពុកគួរតែផ្ដល់ឲ្យកូនគឺការអត់ប្រៀបធៀបកូនជាមួយនឹងក្មេងដទៃមិនថាទៅថ្ងៃមុខកូនដឹកក្តីឡើងកូនស្រីទៅជាស្រឡាញ់ភេទដូចគ្នាឬក៏កូនប្រុសក្លាយជាភេទទី3ឯងឲ្យតែកូនធ្វើឲ្យកូនសុបាយចិត្តម៉ាក់ហើយនឹងប៉ានៅគាំទ្រកូនរហូតទោះបីជាពិភពលោកស្អប់កូនតែម៉ាក់ប៉ាអត់ស្អប់កូននេះទីទៀតទៅកូនខ្ញុំនឹងចេះលេងទូរស័ព្ទហើយអត់សូវ enjoy មួយប៉ាម៉ាក់អត់ញ៉ាំបាយនិយាយគ្នាសុបាយសើចដូចឥឡូវអត់ឬក៏ពេលធំទៅម៉ាក់ប៉ាមើលថែម៉ាក់ប៉ាលួងលោមម៉ាក់ប៉ាផ្ដល់ឲ្យអីគ្រប់យ៉ាងឲ្យគាត់មានក្តីសុខចុះពេលធំឡើងគាត់ជួបដៃគូជីវិតរបស់គាត់តើគេនឹងធ្វើបាបឲ្យគាត់យំដែរអត់អានេះហើយគឺជាការគិតដែលអត់ប្រយោជន៍មួយរបស់ម្ដាយម្នាក់ដែលស្រឡាញ់កូនខ្លាំងណាបាទជំរាបសួរសូមស្វាគមន៍មកកាន់ Can Podcast ថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសមែនតើបាទជាអ្នកសូមសួរសម្រាប់ podcast របស់យើងក្នុងថ្ងៃនេះហើយនៅក្នុងថ្ងៃនេះផងដែរគឺយើងមានភ្ញៀវកិត្តិយសរបស់យើងពីររូបបាទចង់ដឹងថាពួកគាត់ជានរណាតោះយើងទៅជួបពួកគាត់ទាំងអស់គ្នាជំរាបសួរបងទាំងពីរជំរាបសួរបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាដំបូងនេះចង់ឲ្យបងអាចណែនាំខ្លួនបន្តិចណាបងអាចបងហ្វារីមុនចង់បាទអូខេចានេះខ្ញុំឈ្មោះផនសុផារីទីលំនៅចាប់កំណើតគឺនៅអ្នកខេត្តតាកែវចានៅភូមិតាពាំងសាបស្រុកបាទីខេត្តតាកែវហើយដែលជាអតីតអ្នកសិល្បៈក៏មួយរូបផ្នែកសិល្បៈល្ខោនបាសាក់ប្រហែលជាបងប្អូនប្រហែលជាដឹងហើយថាម៉ាក់ប៉ាខ្ញុំក៏ជាអ្នកសិល្បៈល្ខោនបាសាក់ពីសកលធីនៅខេត្តតាកែវនឹងឯងបាទចាបងអ្នកខេត្តតាកែវសួរបងខ្ញុំអ្នកកំពង់ចាមបាទហើយខ្ញុំកើតនៅក្នុងចការក្រសួងជប់បាទហើយរៀននៅទីនោះដែរហើយក៏បានមកផ្លាស់ប្ដូរទីលំនៅមកនៅភ្នំពេញឆ្នាំ2002បាទស្រុកកំណើតអ្នកកំពង់ចាមឥឡូវនៅស្រុកត្បូងឃ្មុំហើយបាទត្បូងឃ្មុំបាទតែសម្រាប់ចង់សាកសួរបងថាមិនប្រហែលជាមានអ្នកមួយចំនួនដឹងស្គាល់បងច្រើនតែប៉ុន្តែប្រហែលជាមិនសូវបានដឹងពីជីវិតកុមារភាពរបស់បងឯងបាទកាលបងនៅស្រុកនៅបងខាងតាកែវកាលនោះជីវិតកុមារភាពបងមិនដែរពេលក្មេងៗមកតាមពិតទៅខ្ញុំធ្លាប់ឃើញមានមនុស្សជាច្រើនដែលគាត់តែងតែ share ឬក៏តែងតែ comment ឬក៏ post អីមួយគាត់ថាគាត់តែងតែចង់ឲ្យគ្រប់យ៉ាងត្រឡប់ពេលគាត់ទៅតូចគាត់អត់សូវគិតច្រើនឬក៏ជាកុមារភាពមួយដែលគាត់នឹកចង់ត្រឡប់ទៅវិញតែបើសម្រាប់ខ្ញុំគឺខ្ញុំអត់ដែលសូម្បីតែម្ដងមូលហេតុអីដែរគឺជាកុមារភាពមួយដែលជូរចត់ខ្វះភាពកក់ក្ដៅជាកុមារភាពមួយដែលធំធាត់ឡើងដោយវាមានតែបញ្ហាម៉ាក់ប៉ាអត់ខ្ញុំប្រហែលអ្នកនៅភូមិខ្លះគាត់ដឹងថាខ្ញុំចាប់កំណើតឡើងគឺម៉ាក់ប៉ាខ្ញុំធូរធារតែការពិតមិនមែនទេខ្ញុំត្រូវដើរទៅរៀនរហូតហើយពេលដែលទៅរៀនហ្នឹងវាអត់រហូតដល់ថ្នាក់អត់មានអីខ្ចប់បាយទៅញ៉ាំដូចក្មេងគេដទៃបងទាមកគ្រាប់ហ្នឹងចែកជាពីរអ្នកបងប្រុសថ្ងៃណាក៏គេប្រអាប់ដែរអត់ហ៊ានបើកប្រអប់បាយនៅកន្លែងសាលាទេក្មេងៗចំនួននោះក៏ចេះប៊ូលីដែរម៉ាក់ប៉ាខ្ញុំជាអ្នកសិល្បៈចំនួននោះគាត់មិនមែនជាតកែគេឬជាមេគេទេគាត់ក៏ជាអ្នកសម្ដែងឲ្យគេដែរអញ្ចឹងប្រកាសណាចំនួនថ្ងៃហ្នឹងមួយថ្ងៃគាត់សម្ដែងបាន 10000 20000 រៀលអីទេច្រើនផុតតែចំនួននោះអញ្ចឹងពេលដែលគាត់សម្ដែងពីមួយថ្ងៃទៅមួយថ្ងៃគាត់ដើរចូលផ្ទះទេគាត់សម្រាននៅវត្តសម្រាននៅកន្លែងរោងល្ខោនក្រាកាទៀលចិត្តចាត់ដីអីចឹងទៅរាល់ថ្ងៃសម្រាប់ខ្ញុំហើយបងប្រុសខ្ញុំគឺប្រៀបបានដូចក្មេងកំព្រាអញ្ចឹងគឺជាការដែលកុមារភាពមួយដែលខ្ញុំអត់ដែលនឹកដល់ថាហេតុអីបានជាខ្ញុំចេះនៅកើតពីអ្នកបងប្អូនមានតែជីដូនម្នាក់ពេលខ្លះទៅដាច់បាយយាយហ៊ានប្រាប់ម៉ាក់ទេថាអូឥឡូវអស់ម្ហូបអស់អង្គហើយជឿគេក៏លែងឲ្យជឿទៀតតែក៏សុខចិត្តដើរជីក្តាមជីកអីចឹងទៅដើម្បីឲ្យរួចមកពេលចឹងទៅអត់ទៅប្រាប់ម៉ាក់ប្រាប់ប៉ាខ្ញុំថាអូឥឡូវផ្ទះយើងអស់លុយហើយទេវាជួចត់ខ្លាំងហើយបើថាក្តីសុខវាមានប៉ុន្តែវាធំធាត់ឡើងក្តីសុខវាពិបាកទៀតដោយសារតែម៉ាក់ប៉ាក៏ដែរនៅចិត្តទេនៅតែមួយយាយក៏ទៅល្ខោនរហូតអញ្ចឹងហើយបានជាបច្ចុប្បន្នបកមកដល់បច្ចុប្បន្នវិញបងប្អូនតែងតែឃើញខ្ញុំផ្ដល់ភាពកក់ក្ដៅឲ្យកូនផ្ដល់ភាពកក់ក្ដៅឲ្យគ្រួសារទោះបីជាខ្ញុំដើរមកដល់ចំណុចណាក៏ខ្ញុំតែងតែទុកគ្រួសារខ្ញុំជាសំខាន់រហូតដោយសារចំណុចហ្នឹងឯងខ្ញុំអត់ចង់ឲ្យកុមារភាពកូនខ្ញុំគាត់ធំធាត់ឡើងដោយដូចខ្ញុំទេត្បិតថាយើងមកដល់វ័យប៉ុណ្នេះយើងដឹងហើយថា
កុមារភាពខ្វះភាពកក់ក្ដៅដោយសារតែឪពុកម្ដាយគាត់ធ្វើគ្រប់យ៉ាងគាត់ចង់ចេញពីកូនទេប៉ុន្តែសួរថានេះគឺជាជំរឿដែលឪពុកម្ដាយគួរធ្វើឬក៏ជារឿងដែលកូនចង់បានបច្ចុប្បន្នគឺខ្ញុំបានរៀនពីនឹងដែរបើសិនជាមានឱកាសមានលទ្ធភាពយើងអត់និយាយប្រៀបធៀបគ្នាជាមួយនឹងម៉ាក់ប៉ាខ្ញុំទេណាខ្ញុំសុខចិត្តធ្វើជាឪពុកម្ដាយដែលកូនចង់បានខ្ញុំអត់ធ្វើជាឪពុកម្ដាយដែលខ្ញុំគួរធ្វើទេបាទអរគុណបងខ្ញុំមានសំណួរចង់សួរបងបន្តទៀតដែរប៉ុន្តែចង់ស្ដាប់ពីបងគិនវិញម្ដងតើមានភាពផ្ទុយគ្នាឬក៏ស្រដៀងគ្នាមិនទៅខាងអ្នកកំពុងចាំវិញបងពីក្មេងខ្ញុំកើតនៅចកាកស៊ូជប់កាលនោះអាយុ6ឆ្នាំខ្ញុំត្រូវតែទៅធ្វើទៅបានថាត្រូវធ្វើដំណើរទៅរៀនទៅខ្លួនឯងគឺអត់មានឪពុកម្ដាយណាជូនយើងទៅសាលាទេពេលនោះដោយសារឪពុកនៅឆ្ងាយម្ដាយត្រូវមើលប្អូនផងអញ្ចឹងខ្ញុំត្រូវដើរមួយថ្ងៃ10គីឡូទៅរៀនហើយពេលនោះខ្វះខាតមែនតើពេលខ្លះក៏ទៅញ៉ាំបាយជាមួយអ៊ំបាយថាយើងទៅសុំគាត់នៅពេលថ្ងៃអញ្ចឹងទៅញ៉ាំបាយមួយអ៊ំពេលខ្លះក៏ផ្ញើខ្លួនទៅពេទ្យពួកពេលនោះម៉ាក់ក៏ធ្វើការនៅពេទ្យណាអញ្ចឹងនៅពេទ្យមានរបបបាយមួយនេះអញ្ចឹងញ៉ាំមួយគេមួយឯងហ្នឹងទៅអញ្ចឹងហើយជាភ័ព្វសំណាងដែរដែលពេលនោះបានអ៊ំគាត់យកពួកខ្ញុំមកនៅពេញអញ្ចឹងយកមកទាំងគ្រួសារតែម្ដងអញ្ចឹងពេលនោះម្ដាយគាត់នៅជាមួយអ៊ំបានថាគាត់នៅជួយមើលថែផ្ទះអ៊ំអញ្ចឹងទៅហើយចំណែកប៉ាគាត់ទៅចិញ្ចឹមគោអ៊ំពេលនោះគាត់មានដីធំនៅខាងកំពង់សោមហើយគឺឪពុកម្ដាយរបស់ខ្ញុំពេលខ្លះ3ខែឬក៏6ខែបានជួបគ្នាម្ដងអញ្ចឹងភាពកក់ក្ដៅពីឪពុកគឺមានតិចតួចណាស់អញ្ចឹងពេលដែលយូរបានទៅលេងគាត់ម្ដងឬគាត់បានលេងម្ដងគឺភាពកក់ក្ដៅហ្នឹងគឺមានអារម្មណ៍ថាយើងសប្បាយចិត្តពីក្មេងណាបាទតាមស្ដាប់បងទាំងពីរទៅគឺថាស្តៀងគ្នាដែរគឺថាអត់សូវមានភាពស្និទ្ធស្នាលជាមួយនៅឪពុកម្ដាយដោយសារតែគាត់ត្រូវធ្វើការសម្រេចចិត្តថាទំនួលខុសត្រូវមួយដែរគឺទៅរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារអញ្ចឹងហើយវាបាត់បង់អ្វីមួយយ៉ាងប៉ុន្តែបើបងជាអ្នកដែលធ្លាប់ឆ្លងកាត់អញ្ចឹងបាត់ប្រសពជាក់ស្ដែងអញ្ចឹងហេតុបងមើលថាពេលវេលាដែលយើងនៅជាមួយកូនកាលពីក្មេងគឺជាពេលវេលាមួយដ៏មានតម្លៃសម្រាប់បងផារីបងយល់ឃើញមិនដែរខ្ញុំគិតថាជាពេលមួយដែលវាអត់មានអីមកដូរទេកុមារភាពរបស់កូនវាសំខាន់ណាស់កុមារភាពអាចឲ្យជីវិតគាត់មួយជីវិតហ្នឹងបែបណាក៏អាស្រ័យទៅលើកុមារភាពរបស់គាត់ដែរជាពិសេសហ្មងខ្ញុំអត់នឹកស្មានថាបច្ចុប្បន្នខ្ញុំជាមនុស្សដែលនឹងណូចិត្តធ្ងន់ហើយនឹងវិជ្ជមានដូចរាល់ថ្ងៃទេទាំងដែលជាក់ស្ដែងខ្ញុំតាំងពីតូចហ្មងណាដោយសារតែម៉ាក់ប៉ាគិតតែប៉ុណ្ណេះម៉ាក់ប៉ាគាត់ទៅលខោនរាល់ថ្ងៃហ្នឹងថ្ងៃណាឆ្លៀតបានមកផ្ទះបន្តិចចឹងទៅគាត់អស់ល្ងុយប្រយុទ្ធមកដល់គាត់មិនសម្រានហើយខ្ញុំពីតូចឆ្លោះគ្នាតែមួយបងដែរទេវាយគ្នាអញ្ចឹងទៅដល់ពេលម៉ាក់មកគាត់កំពុងអស់កម្លាំងហើយយើងឆ្លោះគ្នាវាយគ្នាអញ្ចឹងទៅគាត់មិនស្រែកអញ្ចឹងក្មេងនិយាយទៅខ្ញុំឆ្ងល់ខ្លួនឯងដែរហេតុអីរឿងដែលល្អមកកណោមិនចាំរឿងដែលមិនល្អអញ្ចឹងខ្ញុំគិតថាកូនក៏ដូចគ្នាដូចយើងនិយាយដូចមនុស្សធំជាងអញ្ចឹងមានរឿងច្រើនណាស់ដែលឪពុកម្ដាយធ្វើប៉ុន្តែអាចនឹងកូនមើលអត់ឃើញទេមើលឃើញតែកំហុសទូចមួយរបស់ឪពុកម្ដាយអញ្ចឹងខ្ញុំគិតថាកូនខ្ញុំក៏អាចអញ្ចឹងដូចគ្នាដែរនៅពេលដែលម៉ាក់ប៉ាគាត់ស្រែកកំហុសគាត់ងាកដៃរវាយអញ្ចឹងទៅខ្ញុំចាំតាំងពីនឹងមកអញ្ចឹងវាធ្វើឲ្យកុមារភាពខ្ញុំហើយមួយប៉ាម៉ាក់ខ្ញុំហ្នឹងគឺអត់សូវទេអត់សូវហ្មងតតាធំដឹងក្តីនេះហើយបានចាប់ផ្ដើមស្រឡាញ់គ្នាលើសពីអីទាំងអស់បានបាក់ចិត្តនិយាយគ្នាបានមកសិក្សាមួយគ្នាទាំងតែការពិតបងប្អូនខ្លះធ្លាប់ឃើញវីដេអូខ្ញុំធ្វើមួយគ្រួសារអញ្ចឹងគាត់ទៅសារតែគាត់ដឹងថាពីមុនអតីតកាលរបស់ខ្ញុំគឺបែបម៉េចណាមកដល់ឥឡូវនេះហេតុអីបានជាខ្ញុំនៅតែគិតឲ្យផ្ដល់អត្ថប្រយោជន៍ឲ្យកូនជាសំខាន់ទោះបីជាខ្ញុំរវល់ប៉ុណ្ណាក៏ដោយក្នុងមួយថ្ងៃឬក៏ក្នុងមួយអាទិត្យខ្ញុំមានពេលតែ1ម៉ោងក៏ដោយប៉ុន្តែ1ម៉ោងហ្នឹងគឺជា1ម៉ោងដែលខ្ញុំអត់មើលទូរស័ព្ទគឺជា1ម៉ោងដែលខ្ញុំលេងមួយគាត់គឺលេងអីអស់គឺជា1ម៉ោងដែលខ្ញុំអត់ចាត់ទុកថាខ្ញុំជាម្ដាយទេគឺជាមិត្តរបស់គាត់ព្រោះអីខ្ញុំគិតថាការចងចាំរបស់កូនគឺជាអាពេល1ម៉ោងនឹងឯងហើយធ្វើឲ្យគាត់ដឹងថាតាពិតទៅខ្ញុំធ្វើគ្រប់យ៉ាងរាល់ថ្ងៃគឺដើម្បីតែគាត់ខ្ញុំអត់ចង់ឲ្យគាត់គិតថាការដែលខ្ញុំចេញទៅក្រៅផ្ទះការដែលខ្ញុំចេញទៅក្រៅប្រទេសទុកគាត់នៅផ្ទះមួយម៉ែដោះហ្នឹងគឺដើម្បីតែខ្ញុំទេ
ហើយពេលខ្លះនៅពេលដែលគាត់ខ្វះភាពកក់ក្ដៅដូចខ្ញុំពីក្មេងអញ្ចឹងគាត់ប្រកាសជាគិតថាទោះបីជាខ្ញុំហត់ប៉ុណ្ណាក៏ដោយក៏អ្វីដែលគាត់ទទួលបានមិនមែនជាអ្វីដែលគាត់ចង់បានដែរអញ្ចឹងត្រឡប់មកវិញបើសួរថាតើកុមារភាពវាសំខាន់ប៉ុណ្ណាសម្រាប់កូនវាសំខាន់ណាស់សំខាន់រហូតទៅដល់ទោះបីជាយើងមានគ្រប់យ៉ាងហើយយើងបានអីដែលយើងចង់បានហើយមិនប្រកាសថាយើងអាចស្ដារកុមារភាពដែលកូនចង់បានពីក្មេងនឹងបានមកវិញទេបាទចាំបងឃិនវិញបងឧស្សាហ៍ចំណាយពេលវេលាមួយកូនបងមិនដែរបង សម្រាប់ខ្ញុំ2នាក់ជាទូទៅយើងរវល់ពេញមួយសប្តាហ៍គឺយើងរវល់អញ្ចឹងយើងត្រូវតែបែងចែកពេលវេលាគាត់ពួកខ្ញុំទាំង2នាក់គឺយើង set schedule គាត់ហ្មងអញ្ចឹងយើង set ឲ្យគាត់សម្រាប់ថ្ងៃសៅរ៍គឺសម្រាប់កូនតែម្ដងបាទអញ្ចឹងដូចគ្រូសាស្ត្រខ្ញុំគាត់និយាយអញ្ចឹងថាអញ្ចឹងពេញមួយថ្ងៃហ្នឹងឬក៏មួយម៉ោងដែលយើងនៅជាមួយគាត់ហ្នឹងគឺយើងបែរថាយើងទៅ 100% ជាមួយនឹងគាត់គឺយើងអត់មានអីលុកលំជាមួយនឹងគាត់ទេហើយខ្ញុំមើលឃើញថាក្មេងៗកូនខ្ញុំនេះគាត់សំណាងដោយសារឪពុកម្ដាយគាត់អាចផ្ដល់ឲ្យគាត់បានគ្រប់យ៉ាងសម្រាប់ឆ្លងចាំងមកមើលខ្ញុំពីក្មេងយើងអត់មានអីសោះហ្មងមែនតើអត់មានអីសោះអញ្ចឹងហើយបានជាអ្វីដែលពួកយើងអត់មានកាលពីក្មេងយើងមកបំពេញឲ្យកូនយើងវិញប៉ុន្តែពួកយើងក៏តែងតែដាស់តឿនគ្នាដែរថាមិនមែនឲ្យកូនគាត់ធំធាត់ឡើងដោយដឹងថាបានម្ដាយឪពុកជាអ្នកមានទេអ្វីដែលខ្ញុំឲ្យពួកគាត់ដែលគ្រប់គ្រាន់ហើយនឹងច្រើនបំផុតគឺក្តីស្រឡាញ់ទោះបីជាខ្ញុំអត់មានពេលឲ្យគាត់ប៉ុន្តែនៅពេលដែលខ្ញុំនៅក្បែរគាត់គឺគាត់ទទួលបានថាម៉ាក់ប៉ាគាត់ស្រឡាញ់គាត់ខ្លាំងណាស់តែក៏ការស្រឡាញ់ទាំងអស់ហ្នឹងមិនឲ្យទៅជាការធ្វើបាបគាត់ដែរឪពុកម្ដាយខ្លះខ្ញុំមើលឃើញទាំងអ្នកនៅជុំវិញខ្លួនទាំងបទពិសោធន៍នៅក្នុងរឿងក៏ដោយខ្ញុំតែងតែរៀនការស្រឡាញ់កូនគឺមានច្រើនការស្រឡាញ់កូនខ្លះគឺធ្វើឲ្យកូនមានកម្លាំងចិត្តទៅធ្វើអីជាច្រើនបានដោយសារតែកម្លាំងចិត្តពីឪពុកម្ដាយតែការស្រឡាញ់របស់ឪពុកម្ដាយខ្លះទៀតគឺធ្វើឲ្យកូនទន់ជ្រាយតែយើងធ្វើម៉េចដើម្បីឲ្យដឹងថាតើការស្រឡាញ់កូនឲ្យកូនមានកម្លាំងឲ្យកូនខ្លាំងក្លាហានឬនឹងឲ្យកូនទន់ជ្រាយតែយើងធ្វើម៉េចខ្ញុំគិតថាជាឪពុកម្ដាយតែងតែមានផ្នត់គំនិតតែងតែមានវិធីសាស្ត្ររៀងខ្លួនក្នុងការបដៅកូនហើយប៉ុន្តែពួកខ្ញុំទាំងពីរវិធីសាស្ត្ររបស់ខ្ញុំគឺស្រឡាញ់កូនប៉ុន្តែមិនឲ្យកូនទន់ជ្រាយទេបាទប៉ុន្តែមានសុភាសិតឬក៏មិនមែនជាសុភាសិតតែងតែលើគេនិយាយថាស្រឡាញ់បើស្រឡាញ់កុំឲ្យដឹងចិត្តសម្រាប់បងយល់ឃើញមិនដែរខ្ញុំឲ្យសុភាសិតនឹងសូត្រហ្មងមិនថាតែមួយកូនទេប្តីប្រពន្ធក៏ដោយការដែលស្រឡាញ់មិនឲ្យដឹងចិត្តប្រកបណាស់ប្រហែលជាក្នុងតួអង្គទាំងពីរហ្នឹងមានម្នាក់គាត់មានប្រហែលថាគាត់មានជំនឿចិត្តរបស់គាត់គិតថាប្រពន្ធគាត់ដឹងតែអញ្ចេះហ៎បើគាត់អញ្ចេះទៀតប្រពន្ធគាត់ដឹងអញ្ចឹងហើយតែតាមការពិតហ្មងណាពាក្យថាស្រឡាញ់ឲ្យដឹងចិត្តស្រឡាញ់គឺបង្ហាញបើក្តីស្រឡាញ់ដែលមិនបង្ហាញវាគ្រាន់តែជាការយល់លេសឲ្យដៃគូតែប៉ុណ្្នឹងខ្ញុំមិនដែលគ្រប់គ្រងជាមួយនឹងពាក្យថាស្រឡាញ់មិនឲ្យដឹងចិត្តទេវាគ្រាន់តែជាពាក្យអាត្មានិយមរបស់មនុស្សដែលមិនចេះទទួលខុសត្រូវជាមួយនឹងស្នេហាតែប៉ុណ្្នឹងជាមួយកូនក៏ដោយខ្ញុំក៏បានផ្ដល់ក្តីស្រឡាញ់ឲ្យគាត់តែដូចនិយាយអញ្ចឹងស្រឡាញ់មិនឲ្យដឹងចិត្តខ្ញុំស្រឡាញ់គឺខ្ញុំឲ្យដឹងតែនៅពេលដែលគាត់ទាខ្ញុំទៅទិញអីមួយដែលវាមិនមែនជាការចាំបាច់ឲ្យមើលដឹងថាការបំផ្លាញហើយជាការដែលវាខុសជាមួយនឹងគោលដៅគ្រួសាររបស់យើងហើយដូចមួយខែឬក៏មួយអាទិត្យគាត់ត្រូវមានពេលមួយថ្ងៃដើម្បីទិញសម្ភារៈសិក្សាឬក៏ទិញថយដែលគាត់ស្រឡាញ់នៅថ្ងៃពិសេសចឹងទៅតែបើគាត់ទាខ្ញុំខុសថ្ងៃធម្មតាគាត់អត់ឲ្យមិនមែនខ្ញុំមិនឲ្យគាត់មិនមែនថាខ្ញុំមិនស្រឡាញ់កូនទេតែឲ្យគាត់ដឹងដែរថាមូលហេតុអីតែប៉ុណ្្នឹងអញ្ចឹងផ្ទុយទៅវិញពាក្យដែលស្រឡាញ់មិនឲ្យដឹងចិត្តខ្ញុំគិតថាវាជាភាសារបស់មនុស្សដែលមិនចេះបង្ហាញក្តីស្រឡាញ់តែប៉ុណ្្នឹងបាទអញ្ចឹងដើម្បីបង្ហាញក្តីស្រឡាញ់បានចង់សួរបងគិនវិញតើធ្វើម៉េចដើម្បីបង្ហាញក្តីស្រឡាញ់ឲ្យកូនមានអារម្មណ៍ថា feel love បើស្រឡាញ់ប្រាប់ថាស្រឡាញ់ប្រាប់និយាយប្រាប់ថាស្រឡាញ់អត់អាចបានន័យថាគ្រាន់តែបង្ហាញតែកាយវិការអ្នកខ្លះបានន័យថាស្រឡាញ់ថាស្រឡាញ់កុំឲ្យដឹងចិត្តស្រឡាញ់បានន័យថាបានធ្វើតែទៅធ្វើឬធ្វើតែពីខាងក្រោយខ្នងអត់ឲ្យឃើញតែខ្លួនឯងបានបញ្ជាក់អីគេខ្លះអញ្ចឹងបើសិនជាថាឥឡូវយើងមានទិញថយក៏មិនតែយើងសុខចិត្តយកថយហ្នឹងទៅឲ្យអ្នកផ្សេងយកទៅឲ្យបកគោជំនួសអញ្ចឹងបើសិនជាយើងបញ្ជាក់ថាយើងស្រឡាញ់យើងទិញហើយយកទៅឲ្យខ្លួនឯងប្រាប់ថាតាស្រឡាញ់កូននេះបងប៉ាខំមកទិញឲ្យខ្ញុំឧទាហរណ៍អញ្ចឹងណាបាទហើយការស្រឡាញ់វាមានច្រើនទៀតតើបង្ហាញការស្រឡាញ់គឺដោយវិធីណាខ្ញុំគិតថាជាម្ដាយឪពុកគឺមានវិធីច្រើនមែនទែនដើម្បីបង្ហាញការស្រឡាញ់ឲ្យឲ្យកូនទទួលបានទៀតជាក់ស្ដែងខ្ញុំដំបូងណា
មិនមែនថាខ្ញុំដឹងក្តីឡើងធ្វើជាម្ដាយគេខ្ញុំមិនដែលបានរៀនធ្វើជាម្ដាយគេទេប៉ុន្តែអ្វីដែលខ្ញុំទទួលបានពីឥឡូវនៅពេលដែលកូនខ្ញុំគាត់ចាប់ផ្ដើមដឹងក្តីគឺគាត់ចាប់ផ្ដើមផ្ដល់ជា feedback ពិតឲ្យខ្ញុំទទួលថាអូខ្ញុំធ្វើទៅគឺទទួលបានប្រសិទ្ធភាពការផ្ដល់ក្តីស្រឡាញ់ដោយការចងចាំនៅរបស់ដែលគាត់ចូលចិត្តអានេះគឺជារឿងដែលសំខាន់ដូចគូស្វាមីភរិយាយើងអញ្ចឹងក្មេងដូចគ្នាប៉ុន្តែធ្វើជាមួយមនុស្សធំគាត់អាចភ្លេចណាតែបើធ្វើមួយកូនក្មេងគាត់ភ្លេចទេគាត់នឹងអាចប្រាប់យើងថាម៉ូមីអានេះស្អាតណាអញ្ចឹងណាយើងមិនស្អែកឡើងទៅទិញឲ្យគាត់ទេអត់ទេមួយខែមួយឆ្នាំឬក៏អីក៏ដោយដល់ថ្ងៃដល់ពិសេសខ្ញុំនឹងទិញឲ្យគាត់ហើយប្រាប់គាត់ថានេះចាំបាននេះគេធ្លាប់ចង់បានអានេះម៉ូមីទិញឲ្យនៅពេលនឹងមួយដែល Bella ឬក៏ Ellie ពេលនឹង Ellie គាត់ស្រក់ទឹកភ្នែកគាត់ស្រក់ទឹកភ្នែកដោយអត់មានយំឮសលេងគាត់ស្រក់ទឹកដូចរំភើបហើយគិតថាក្មេងអាយុ5ឆ្នាំណាគាត់ចេះធ្វើអញ្ចឹងនៅពេលដែលខ្ញុំទិញឲ្យគាត់ហើយគាត់ធ្លាប់ទាមកយូរហើយគាត់បានទេចេះទីហើយធ្លាប់ងក់ហើយគាត់លេងយំឥឡូវហ្នឹងទោះបីជាចង់បានអីខ្ញុំលេងទិញឲ្យដោយសារតែទោះបីគាត់យំក៏ខ្ញុំអត់ទិញឲ្យដែរគាត់ដឹងអញ្ចឹងណាអញ្ចឹងការបង្ហាញដោយទង្វើវាពិតជាមានន័យដូចវាលើសពីអាការនិយាយទៅទៀតហើយការបង្ហាញក្តីស្រឡាញ់មួយទៀតគឺការសរសើរក្មេងគាត់មានដូចគេហៅថាអាភាពមួយដែលវាទៅដោយខ្លួនឯងវាលូតដុះដាលដោយខ្លួនឯងហ្មងណានៅពេលដែលដូចខ្ញុំលើកឧទាហរណ៍កូនខ្ញុំបែឡាចុះខ្ញុំធ្លាប់សរសើរគាត់គ្រាន់តែគាត់ចុចព្យ៉ាណូប៉ាគាត់លេងណាគាត់ចុចលេងពេលហ្នឹងបងមកទិញព្យ៉ាណូមុនកូនត្រូវអត់កូនចុចលេងទេខ្ញុំគាត់ថាអូបែឡាដៃកាន់ព្យ៉ាណូទៅនងម៉េះអាហ្នឹងវាជាកម្លាំងចិត្តឲ្យគាត់ចង់ទៅរៀនបដ ாய் បច្ចុប្បន្នឥឡូវគាត់អាចរៀនព្យ៉ាណូគាត់លេងព្យ៉ាណូបានដោយពេលខ្លះលើសពីមេរៀនដែលសាលាផ្ដល់ឲ្យទៀតគាត់លេងបានដោយក្តីស្រឡាញ់ដោយការសរសើរគាត់នឹងឯងមិនបញ្ចោយណាគឺសរសើរគាត់ហើយក្តីស្រឡាញ់ដែលធំជាងគេបំផុតដែលម្ដាយឪពុកគួរតែផ្ដល់ឲ្យកូនគឺការអត់ប្រៀបធៀបកូនជាមួយនឹងក្មេងដទៃអាហ្នឹងគឺសំខាន់ណាស់គួរតែធ្វើហើយក៏ត្រូវតែធ្វើជាមួយកូនតាំងពីកូនដឹងក្តីរហូតដល់យើងផុតដង្ហើមហ្មងសម្រាប់ខ្ញុំគឺខ្ញុំតាំងចិត្តមិនថាទៅបុកទៅពេលដែលដឹងក្តីទៅកូនខ្ញុំគាត់មានគ្រួសារឬក៏គាត់មានគ្រួសារហើយគឺឬក៏គាត់ចេញរកស៊ីទាំងកូនបងទាំងកូនប្អូនកូនបងមានជាងចាស់ឬក៏កូនប្អូនគាត់មានជាងចាស់ដាច់ខាតគឺខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំអត់ប្រៀបធៀបកូនជាមួយបងប្អូនខ្លួនឯងឬក៏ជាមួយកូនគេអ្នកដទៃទេហើយក៏នៅក្នុងវីដេអូនេះក៏ខ្ញុំចង់shout outទៅកូនខ្ញុំដូចគ្នាដែរមកអត់ដឹងថាអនាគតកូនទៅមុខទៅកូននឹងជួបអីកូននឹងជួបមនុស្សល្អឬក៏មនុស្សដែលធ្វើបាបចិត្តកូនប៉ុណ្ណាមកអត់ដឹងទេហើយមិនថាទៅថ្ងៃមុខកូនដឹកក្តីឡើងកូនស្រីទៅជាស្លាញ់ភេទដូចគ្នាឬក៏កូនប្រុសក្លាយជាភេទទី3ឯងឲ្យតែកូនធ្វើឲ្យកូនសុបាយចិត្តម៉ាក់ហើយនឹងប៉ានៅគាំទ្រកូនរហូតទោះបីជាពិភពលោកស្អប់កូនតែម៉ាក់ប៉ាអត់ស្អប់កូននេះបាទខ្ញុំស្ដាប់ហើយចង់រំជួយចិត្តដែរបាទពូសបលនៅឡើយពីព្រោះខ្ញុំគិតថាមនុស្សម្នាក់មាន attachment ការផ្សារភ្ជាប់ជាមួយពុកម្ដាយបាទសូម្បីយើងជាមួយពុកម្ដាយយើងខ្ញុំមិនទាន់មានកូនទេប៉ុន្តែការផ្ដោតក្តីស្រឡាញ់វាពិតជាធំធេងសំខាន់សម្រាប់គាត់ការចងចាំសម្រាប់គាត់បើយើងចូលសួរបន្តទៀតទៅតាមវ័យរបស់គាត់កន្លងមកគាត់ប្រែប្រួលអីខ្លះដែរបងហើយប្រែច្រើនពេលឃើញការប្រែប្រួលអញ្ចឹងបងមានអារម្មណ៍អីដែរខ្ញុំភ័យខ្ញុំគិតច្រើននៅពេលដែលឃើញកូនពាក់ស្បែកជើងខ្ញុំល្មមខ្ញុំចាប់ផ្ដើមភ្ញាក់ខ្លួនថាអូយកូនខ្ញុំលើធំម៉េះខ្ញុំចាប់ផ្ដើមគិតច្រើនថាគិតរឿងអីដែលមិនគួរគិតណាគិតរឿងអីដែលមិនគួរគិតបែបម៉េចចាប់ផ្ដើមអង្គុយគិតថាតិចទៀតទៅកូនខ្ញុំនឹងចេះលេងទូរស័ព្ទហើយអត់សូវ enjoy មួយប៉ាម៉ាក់អត់ញ៉ាំបាយនិយាយគ្នាសប្បាយសើចដូចឥឡូវអត់ឬក៏ពេលធំទៅម៉ាក់ប៉ាមើលថែម៉ាក់ប៉ាលួងលោមម៉ាក់ប៉ាផ្ដល់ឲ្យអីគ្រប់យ៉ាងឲ្យគាត់មានក្តីសុខចុះពេលធំឡើងគាត់ជួបដៃគូជីវិតរបស់គាត់តើគេនឹងធ្វើបាបឲ្យគាត់យំដែរអត់អានេះហើយគឺជាការគិតដែលអត់ប្រយោជន៍មួយរបស់ម្ដាយម្នាក់ដែលស្រឡាញ់កូនខ្លាំងណាតែងតែ support កូនពីក្រោយរហូតហើយនៅពេលដែលឃើញកូនប្រែប្រួលខ្ញុំចាប់ផ្ដើមសំបីតែអេលីឥឡូវតែគេមួយម៉ែដងក៏ពេលខ្លះគិតច្រើនដែរបាទខ្ញុំរវល់ពេកទេដឹងប៉ុន្តែយ៉ាងហោចណាស់ក៏តែងតែប្រាប់ខ្លួនឯងថាធ្វើបានល្អបំផុតហើយជាពិសេសជាមួយគ្រួសារមួយនេះគឺខ្ញុំផ្ដល់ឲ្យ
សឹងថាពេលខ្លះសឹងតែផ្ដល់ឲ្យលើសពីអ្វីដែលខ្លួនឯងធ្វើបានទៀត បាទ អញ្ចឹងបើនិយាយពីការប្រែប្រួលកូនគាត់ប្រែច្រើនបើបីតែអេលីឥឡូវដកកពស់ឈរចិត្តកប៉ិនខ្ញុំអស់ហើយដែរ ចុះបងនឹង អឺ ចាប់អារម្មណ៍មិនដែរ ចាប់អារម្មណ៍សម្រាប់ខ្ញុំពេលខ្លះមានអារម្មណ៍ថាជុំកូនខ្ញុំមែន ទៅពេលគាត់ធំពេកទៅណាធំពេកទៅហើយវិវត្តរបស់គាត់ហ្នឹងគឺភាពវៃឆ្លាតរបស់គាត់ចេះដឹងសុខទុក្ខថ្ងៃមុនឈឺជាមួយគ្នាថ្ងៃមុននេះគាត់ដឹងតែខ្ញុំឈឺមុនគាត់ដឹងឈឺខ្ញុំឈឺមុនគាត់យកអាស្រាប់វាស់កម្ដៅណាមកវាស់ឲ្យខ្ញុំគេប្រាប់ថា Daddy អូនក្តៅខ្លួនទេតាប៉ុន្តែគាត់ចេះមកមើលថែខ្ញុំមុនបាទទាំងជាក់ស្ដែងគាត់ក៏ឈឺដូចគ្នាដែរអញ្ចឹងខ្ញុំមានអារម្មណ៍ថាពេលហ្នឹងគឺខ្ញុំមានអារម្មណ៍ថាគ្រប់ក្ដួលមែនតើហើយគាត់ដឹងខុសដឹងត្រូវច្រើនណាស់ឥឡូវនេះបាទមានអារម្មណ៍ថាដូចមិនមែនអាយុ8ឆ្នាំឥឡូវនេះអញ្ចឹងដូចពុនខ្ញុំគាត់និយាយមិញមិនដឹងថាតិចទៀតយើងអាចអោបគាត់ថើបគាត់បានទៀតអត់ តែ 4-5 ឆ្នាំទៀតគាត់ធំប៉ុណ្ណាវាទៅមិនស្រួលគាត់អៀនគ្នាណា អត់ទេខ្ញុំគិតថានៅតែអាចកូនស្រីដែលគាត់អៀនដូចខ្ញុំអៀនប៉ាគឺអៀនដោយសារតែប៉ាអត់សូវចេះបណិបណាប៉ាអូនពេលនៅពីតូចគាត់ដែលអោបអូនទេហើយក៏មិនដែលទៅថើបអូនដែរពួកឯងគាត់គិតថាកូនស្រីគួរតែបែបណាកូនប្រុសគួរតែបែបម៉េចទាំងតែការពិតឪពុកគាត់នៅតែអាចផ្ដល់ភាពស្និទ្ធស្នាលឲ្យកូនដែរហើយខ្ញុំក៏លើកទឹកចិត្តឲ្យប៉ាទាំងអស់គ្នាដែលមានកូនស្រីកុំគិតថាកូនស្រីខ្ញុំអត់គួរធ្វើចេះធ្វើចោលដាក់កូនទេអោបថើបអែលក្បាលនៅស្និទ្ធមួយគាត់បំផុតគាត់នឹងមានអារម្មណ៍ថាបុរសនៅលើโลกហ្នឹងគឺល្អដូចប៉ាគាត់ហើយក៏គាត់អាចនឹង open ជាមួយនឹងគ្រួសារជាពិសេសជាមួយឪពុកអត់មានកម្រិតមួយឪពុកទេនៅពេលដែលគាត់មានបញ្ហាគាត់អាចមានឪពុកគឺជាទីប្រឹក្សាបានមិនតែម៉ាក់ឯងខ្ញុំគិតថាអាចជារនាំងមួយដែរនៅក្នុងសង្គមខ្មែរយើងគឺអាចចេញមកពីពាក្យថាស្រឡាញ់កុំឲ្យដឹងចិត្តហ្នឹងអញ្ចឹងសូម្បីតែការបង្ហាញតាមរយៈការនិយាយស្ដីហ្នឹងក៏អត់មិនថាការនិយាយស្ដីការដែលនៅស្និទ្ធស្នាលជាមួយកូនហ្នឹងក៏អត់ដែរណែក៏យល់ដែរពេលខ្លះដោយការពីក្មេងដោយសារការពីក្មេងមិនសូវទម្លាប់ធ្វើបែបហ្នឹងអញ្ចឹងដល់ពេលធំឡើងទៅចង់ទៅបង្ហាញក្តីស្រឡាញ់ឬក៏ចង់អ្នកខ្លះខ្ញុំសួរមិត្តភក្តិខ្ញុំផ្ទាល់តែម្ដងដែលថាគាត់ឃើញខ្ញុំដូចខ្ញុំអញ្ចឹងខ្ញុំអាចនិយាយថាខ្ញុំមានភាពស្និទ្ធស្នាលជាមួយម៉ាក់ច្រើនជាងយើងអាចទៅអោបគាត់យើងអាចទៅថើបគាត់បានដែរជាមួយប៉ាយើងអត់តែសម្រាប់អ្នកមួយចំនួនសឹងតែមិនហ៊ានជាមួយប៉ាម៉ាក់របស់គាត់បងតាបងមានអារម្មណ៍អញ្ចឹងអត់បើយើងនិយាយជាមួយនឹងឪពុកម្ដាយរបស់បងឯកាលពីមុនសម្រាប់ខ្ញុំណាសម្រាប់ខ្ញុំមែនតើខ្ញុំសឹងតែអត់មានហ្មងការទៅអោបថើបម៉ាក់ពីក្មេងហ្នឹងគឺសឹងតែអត់មានហ្មងមានអារម្មណ៍ថាដូចដាច់ឆ្ងាយគ្នាអញ្ចឹងធ្វើឲ្យអតិពលយើងពីក្មេងហ្នឹងជះមកឲ្យខ្ញុំជាមួយនឹងកូនដែរក៏ប៉ុន្តែយើងមើលពីចំណុចដែលខ្វះខាតមួយហ្នឹងយើងកែសម្រួលជាមួយនឹងកូនរបស់យើងអញ្ចឹងខ្ញុំមើលឃើញថាឥឡូវនេះបើប្រៀបធៀបជាមួយកូនហើយកូនខ្ញុំជំនាន់ខ្ញុំមកជាមួយជំនាន់កូនខ្ញុំគឺខុសគ្នាអត់អញ្ចឹងទេដោយសារតែយើងមើលឃើញពីចំណុចខ្វះខាតរបស់យើងពីមុនបាទអត់ទេខ្ញុំសុំនិយាយដើមប្តីតិចពេលដែលអេលីបេឡាគាត់ទៅមិនដឹងក្តីភ្លាមប្តីខ្ញុំអៀនហ៊ានអោបកូនទេដោយសារតែគ្រួសារគាត់ប្រហែលជាមានកម្លាតដែរត្រូវអត់បងកម្លាតថាឪពុកគួរតែម៉េចម្ដាយគួរតែម៉េចអញ្ចឹងបាទដល់ពេលពួកយើងបើកចិត្តនិយាយគ្នាតាពួកយើងបើកចិត្តនិយាយគ្នាថាប៉ាខ្ញុំគិតថាពួកយើងអត់គួរអញ្ចឹងទេកូនអាចមកអោបថើបឬក៏ប្រហែលជាអត់យូរឆ្នាំទេដែលកូនអាចគេនឹងបន្ទុកមួយយើងបានអញ្ចឹងខ្ញុំអត់ចង់ឲ្យកូនធំឡើងកូនទុកខ្ញុំជាតួឯកហើយប៉ាគ្រាន់តែជាតួកាចឬក៏តួរងទេដោយសារតែមែនតែនទៅប្តីខ្ញុំគឺគាត់ជាអ្នកធ្វើរឿងពីក្រោយជាច្រើនដើម្បីកូនតែភាគច្រើនកូនឃើញតែពីខ្ញុំច្រើនជាងនៅពេលដែលយើងបើកចិត្តនិយាយគ្នាបាទដឹងថាតាមពិតដូចខ្ញុំនិយាយអញ្ចឹងឪពុកម្ដាយខ្លះគាត់ជ្រើសរើសទៅធ្វើរឿងដែលគាត់គួរធ្វើមិនមែនជ្រើសរើសធ្វើជាម្ដាយឪពុកដែលកូនចង់បានទេអញ្ចឹងចំណុចពីរហ្នឹងគឺសំខាន់ណាស់ពេលខ្លះយើងយល់ច្រឡំថាយើងធ្វើរឿងជាច្រើនគឺដើម្បីតែកូនទេប៉ុន្តែដល់សួរកូនទេតែកូនចង់បានអត់រឿងហ្នឹងគឺសំខាន់ណាស់អញ្ចឹងយើងក៏តែថ្លឹងថ្លែងដែរតើអ្វីដែលយើងកំពុងធ្វើឥឡូវនេះគឺពិតជាធ្វើដើម្បីកូនមែនអត់ឬក៏ធ្វើដើម្បីខ្លួនឯងចំណុចហ្នឹងគឺជាចំណុចដែលខ្ញុំលើកទឹកចិត្តឲ្យម្ដាយឪពុកទាំងអស់ចាប់អារម្មណ៍ថងចំណុចហ្នឹងព្រោះអីខ្ញុំគិតថាអនាគតពេលយើងចាស់ទៅយើងអត់ឯកាយើងមានកូនដែលជាទីប្រឹក្សាយើងមានកូនដែលជាមិត្តភក្តិខ្ញុំគិតថាជារឿងមួយដែលវាល្អបំផុតហើយនៅពេលដែលយើងតាំងខ្លួនជាឪពុកម្ដាយទៅដោះស្រាយរាល់បញ្ហាការពារកូនទាំងអស់
ប្រកាសណាស់កូននឹងចាត់ទុកយើងគឺដូចជាឪពុកម្ដាយនឹងឯងប៉ុន្តែរឿងគ្រប់យ៉ាងទាំងអស់មិនថាប្រឹក្សាមិនថារឿងអីដែលយើងមិនចង់ដឹងឬក៏ចង់ដឹងណាយើងអាចនឹងលែងបានដឹងពីកូននេះអញ្ចឹងរាល់ថ្ងៃខ្ញុំមួយបេឡាមួយអេលីប៉ាប៉ាអីក៏ដោយនៅពេលដែលអេលីទៅរៀនមានមិត្តភ័ក្តិប្រមាណមានគេថា boyfriend គេយល់ទេណាមាន boyfriend ប្រមាណអីក៏គេប្រាប់ខ្ញុំដែរ boyfriend នេះណាម្នាក់នេះថាសុំចង់អូនធ្វើសុំអូនធ្វើ boy ធ្វើ girlfriend តែអូនថាអត់ទេអត់បានទេយើងបណ្ដោះអាហ្នឹងទៅនិយាយសើចមួយគាត់ប៉ុន្តែមិនមែនឲ្យគាត់ទៅចាប់អារម្មណ៍រឿងទាំងអស់ហ្នឹងទេប៉ុន្តែចាប់ផ្ដើមពីនៅពេលដែលគាត់មានកំហុសគឺយើងអត់ទៅចាប់ផាច់ស្ដីឲ្យគាត់ភ្លាមឬក៏មិនទាន់ទទួលមានគាត់ដែរចាប់អារម្មណ៍ថាតើយើងគួរនិយាយបែបណាដើម្បីឲ្យកូនចាប់បានឬក៏គួរតែធ្វើបែបណានៅពេលដែលគាត់មានរឿងមួយគាត់ថាអូអត់ស្រួលហើយតើយើងគួរតែរកពេលណាឬក៏តង់សលេងបែបណាឬក៏វិធីនិយាយបែបណាដើម្បីឲ្យគាត់ទទួលបានឲ្យគាត់ដឹងថាអូរឿងនេះអត់ស្រួលហើយជាជាងកូនប្រាប់ថាម៉ាមីអូនធ្វើឲ្យបាយកែវអញ្ចឹងឧទាហរណ៍យើងក៏ទៅស្ដីឲ្យគាត់ភ្លាមមិនធ្វើអញ្ចឹងមិនប្រហែលម៉េះកែវនេះអញ្ចឹងចេះថ្លៃណាអញ្ចឹងលើកក្រោយគាត់ធ្វើបាយទៀតក៏គាត់ហ៊ានប្រាប់ដែរហើយនឹងគាត់នឹងខ្លាចហ្មងគាត់លែងហ៊ានធ្វើអីទាំងអស់ប៉ុន្តែបើបដូរពីបាយកែវក៏ប្រាប់ថាអត់អីទេកូនមានមុតដៃមុតជើងត្រង់ណាអត់ប្រយ័ត្នប្រយែងលើកក្រោយម៉ាក់ខ្លាចកូនរបួសប៉ុណ្ណឹងរឿងពីរហ្នឹងគឺសិតតែឲ្យគាត់ប្រយ័ត្នទាំងពីរអញ្ចឹងបានថាធ្វើជប់ពុកម្ដាយដែលកូនចង់បានខ្ញុំគិតថាពេលខ្លះអាចនឹងត្រូវលះបង់ច្រើនយើងត្រូវទទួលស្ដាប់ឬក៏ទទួលដឹងរឿងដែលយើងអត់ចង់ឮពាក្យច្រើនប៉ុន្តែក៏នៅតែរីករាយធ្វើជាឪពុកម្ដាយដែលកូនចង់បានធ្វើជាមិត្តភក្តិជាជាងធ្វើជាឪពុកម្ដាយឲ្យកូនហៅតែឪពុកម្ដាយហើយឆ្ងាយពីកូននេះមិនចង់បានទេបាទទីជាទៅមានរឿងអីគាត់អត់នឹកឃើញយើងគាត់អាចនឹកឃើញមិត្តភក្តិគាត់អ្នកដែលគាត់សាសនាអាចចែកម្លែកនឹងបានប៉ុន្តែអាចនិយាយថាការបង្ហាញក្តីស្រឡាញ់បងក្នុងនាមជាម្ដាយចុះបើក្នុងនាមជាពុកវិញអាចជាលក្ខណៈអត់ធូរពេលគាត់ធ្វើខុសអីមួយតើពីមុនមកបើយើងនិយាយពុកម្ដាយពុកនៅក្នុងសង្គមខ្មែរយើងគឺគាត់ច្រើនតែជាតួកាចវាយគាត់វាយគាត់អីចឹងទៅហើយម្ដាយទឹកចិត្តគាត់ជួយការពារអីចឹងទៅខ្ញុំគិតថាមានអ្នកជាច្រើនដែលធ្លាប់ឆ្លងកាត់រឿងបែបហ្នឹងប៉ុន្តែបងជាឪពុកបងគិតថាពិធីសាស្ត្រនៅក្នុងការពន្យល់ឬក៏ទៅនិយាយប្រាប់គាត់ឲ្យបែបម៉េចវិញទៅពិតវិធីសាស្ត្រមិនថាមិនឲ្យយើងទៅកាចទេមែនតើទៅបើសិនជាយើងកាចប្រពន្ធខ្ញុំជាអ្នកលួងអញ្ចឹងទៅតែបើពេលខ្លះម្ដាយកំពុងតែកាចឬក៏គាត់កំពុងតែបដាហើយគឺខ្ញុំជាអ្នកលួងគាត់វិញអញ្ចឹងអានឹងគឺស្ទើរវិធីសាស្ត្រដែលគាត់អាចទទួលយកបានយើងមិនអង្គុយតិចរហូតទេយើងក៏មានផ្នត់កំណត់ឬក៏មានពេលវេលាណាដែលយើងត្រូវតែខ្លាំងដែរប៉ុន្តែគាត់ថាខ្លាំងឲ្យវាមានមូលហេតុជាឪពុកម្ដាយដែរមិនមែនចេះកំហឹងហត់ពីការងារឲ្យតែចេះដាក់កូនទេបាទអាហ្នឹងគឺយើងដឹងខ្លួនឯងបាទតតិចទៅអូនចាំមានប៉ុណ្ណឹងអានេះបកាយនិយាយអានេះនិយាយចូលយើងបងបកាយនិយាយបកាយនិយាយបកាយនិយាយបកាយបង introvert បន្តិចបងប៉ាប៉ាមិន introvert ទេតែគាត់ថាប៉ាប៉ាពេលខ្លះអ៊ីនកាមេរ៉ាភាគច្រើនបើសិនជាក្នុងគ្រួសារគាត់ធ្វើរឿងច្រើនជាងខ្ញុំនិយាយតែគាត់អត់ធ្វើចាំឲ្យអេលីបេឡាកាត់ទៅណាគេមកប៉ាប៉ាសួរប៉ាប៉ាគាត់ថាអេលីបេឡាគេកាត់ទៅប៉ាប៉ាពីបាក់និយាយនេះសុំនិយាយពាក់កថាពាក់កណ្ដាលម្នាក់ទៅកាត់រម៉ាក់បន្តិចមកប៉ាបន្តិចណាខ្ញុំគិតថាអេលីមកអូនណាបេឡាហើយមកខ្ញុំចូលជាងនៅចូលជាងបាទចូលជាងហើយបេឡាច្បាស់លាស់ម៉ាត់បាទអេលីរៀងខឹងហើយពេលឲ្យផ្លេចបាទរបៀបពេលលក្ខណៈថាហើយអញ្ចឹងណាតែបេឡាបើថានិយាយមួយគាត់ម៉ាត់ណាគឺម៉ាត់នឹងហើយគាត់ចាំគាត់ប្រកែចាំហ្នឹងហើយបាទយើងពាក់ព័ន្ធជាមួយនឹងនេះខ្ញុំបានរៀនសូត្រច្រើនខ្ញុំគិតថាអ្នកស្ដាប់ក៏គាត់បានរៀនសូត្រច្រើនដែរពីបទពិសោធន៍បងទាំងពីរហើយមួយទៀតអាចនិយាយថាពិបាកអត់បងសុំសំណួរថាពិបាកអត់ការចិញ្ចឹមកូនហើយមុននឹងត្រៀមមានកូនហើយបងគិតអ្មេចខ្លះហើយសម្រាប់ចិត្តថាយកកូនហើយដូចអ្វីដែលបងគិតអត់រាល់ថ្ងៃនេះតាមពិតទៅបើស្រួលអត់វាមិនស្រួលទេប៉ុន្តែអ្វីដែលយើងងាយស្រួលដោយសារតែយើងមានលទ្ធភាពគេដូចនិយាយអញ្ចឹងដល់ពេលយើងមានលទ្ធភាពហើយការមើលកូនស្រួលឡាអញ្ចឹងខ្ញុំនៅតែនិយាយដដែលខ្ញុំទៅសើអ្នកម៉ាក់លើលោកទាំងអស់មិនថាម៉ាក់ដែលគាត់មានធនធានមានលទ្ធភាពឬក៏អ្នកម៉ាក់អត់លទ្ធភាពទេខ្ញុំទៅសើទាំងអស់ហ្មងដោយសារតែការធ្វើជាឪពុកម្ដាយរបស់គេគាត់តែការបង្កើតកូនវាជឿពិបាកប៉ុន្តែការដែលអញ្ចឹងបីបាច់កូនឲ្យដល់ផ្លូវល្អវាកាន់តែពិបាកជាពិសេសហ្មង
ការដែលថ្លឹងថ្លែងខ្លួនឯងការដែលជាឪពុកម្ដាយដែលរវល់ច្រើនជាឪពុកម្ដាយដែលត្រូវបើខ្ញុំប៉ុណ្ណេះខ្ញុំពេលខ្លះខ្ញុំគិតច្រើនណាចុះទម្រង់ឪពុកម្ដាយដែលគាត់អត់មានធនធានដូចឪពុកម្ដាយខ្ញុំកាលពីចិញ្ចឹមខ្ញុំនៅក្មេងតែគាត់នឹងពិបាកចិត្តបែបណានៅពេលដែលត្រូវប្រឹងធ្វើការដៃម្ខាងធ្វើការដៃម្ខាងត្រូវមើលកូនអញ្ចឹងខ្ញុំគិតថាវាជារឿងមួយដែលពិបាកប៉ុន្តែវាគឺជារឿងមួយដែលគួរឲ្យមានមោទនភាពដែលបានខ្លាចជាម្ដាយរបស់កូនពួកអីការដែលធ្វើជាម្ដាយរបស់ជីវិតដតីមួយទៀតណាខ្ញុំគិតថាវាគឺជារឿងដែលអស្ចារ្យខ្លាំងណាស់ជាពិសេសការដែលមានកូនគឺធ្វើឲ្យខ្ញុំមានកម្លាំងនៅក្នុងការត្រឡប់មកវិញទោះបីជាសម្ពាធឬក៏មានបញ្ហាច្រើនប៉ុណ្ណានៅកន្លែងខាងក្រៅទេតែដល់ទៅពេលដល់ផ្ទះវិញបាក់ទ្វារឡើងឃើញកូនរត់អោបអស់លីងហើយក៏ជាកម្លាំងចិត្តមួយឲ្យយើងប្រឹងដែរថាយើងប្រឹងដើម្បីអីគឺប្រឹងដើម្បីកូននឹងឯងចាបង សម្រាប់ខ្ញុំការដែលមានកូនដំបូងយើងព្រួយបារម្ភដែរដោយសារតែយើងជាឪពុកម្ដាយថ្មីថ្មោងណាតែខ្ញុំសំណាងដែរមានប្រពន្ធគាត់ចេះមើលថែសពគ្រប់បែបយ៉ាងហ្មងហើយមែនតើទៅបើឲ្យខាតការមើលកូនពីក្មេងប្រហែលជាប្រពន្ធខ្ញុំគាត់ពិបាកច្រើនអញ្ចឹងគាត់ពិបាកទាំងពពោះហើយពិបាកទាំងមើលថែទៀតអញ្ចឹងខ្ញុំមែនតើទៅគាត់ថាជួយសម្រាលគាត់បន្តិចតួចជួយបីជួយឲ្យទៅដោះគោឲ្យអីចឹងណាតែកូនទី3មើលច្រើនជាងហ្នឹងអត់ចាអញ្ចឹងគម្រោងមានកូនទី3ហ្មងបាទដោយសារយើងចង់បដោះបង្កើតធនធានឲ្យបានច្រើនហ្នឹងណាតែបើចង់យក5មកក៏មិនតែដោយសារយើងមកដំណាក់ណាអូខេចឹងធៀមណាបងបងដែរគិតថាយើងជាអ្នកដូចផ្ដើមជីវិតរបស់គាត់ហើយទុកដាក់ជីវិតរបស់គាត់ធម្មតាឪពុកម្ដាយមួយចំនួនតែងតែចង់ផ្ដួចផ្ដើមជីវិតឲ្យកូនទៅជាអីមួយធ្វើនេះធ្វើនោះសម្រាប់បងមានកម្រងចឹងដែរមែនអត់ទេសម្រាប់ពួកខ្ញុំគឺខ្ញុំនិយាយគ្នាច្បាស់ហើយថាអ្វីដែលខ្ញុំអាចផ្ដល់ឲ្យគាត់បានទី1គឺក្តីស្រឡាញ់ទី2ក្រៅពីក្តីស្រឡាញ់គឺការលើកទឹកចិត្តនិងគាំទ្រទី3គឺផ្ដល់ឲ្យគាត់មានចំណេះនៅពេលដែលគាត់ដល់អាយុដែលគាត់ត្រូវចប់ពីរៀនហើយមិនថាគាត់ស្រឡាញ់អាជីពអីរបរអីខ្ញុំហើយនឹងប៉ាគាត់គឺអត់មានសិទ្ធិឬក៏ខ្ញុំអត់ចង់ទៅចូលរួមជាផ្នែកមួយដែលដឹកនាំជីវិតគាត់ទៀតទេអញនិយាយបានថាភាសាសាមញ្ញនៅពេលដែលគាត់គ្រប់អាយុហើយគឺខ្ញុំរៀបវ៉ាលីឲ្យគាត់ត្រៀមឲ្យគាត់ហ្មងណាមិនថាគាត់ចង់ធ្វើអីមិនថាគាត់ចង់រៀនតឬក៏គាត់ចង់ទៅធ្វើមុខរបរណាដែលខ្ញុំគិតថាអូមើលទៅរលួយអត់បានទេខ្ញុំក៏មិនទៅហាមគាត់ដែរពួកអីជាក្តីស្រឡាញ់របស់គាត់ប៉ុន្តែជាឪពុកម្ដាយប្រកបណាស់គិតបារម្ភទាំងតែដឹងថាផ្លូវនេះប្រហែលជាកូនទៅមិនអាចទេតែក៏ពួកយើងអត់មើលកូនតូចពេកដែរមើលគាត់ឲ្យធំហើយក៏ជឿជាក់ទៅលើគាត់ថារាល់ពេលដែលគាត់សម្រេចចិត្តខ្ញុំជឿជាក់ថាការសម្រេចចិត្តរបស់គាត់នឹងឲ្យគាត់ធ្វើបាននៅអ្វីដែលគាត់ចង់ធ្វើបាទតែបើឲ្យថាអូគូវាជីវិតគាត់ហែងត្រូវធ្វើពេទ្យអត់ទេហែងត្រូវធ្វើអីគេមេធាវីម៉ាក់ចូលចិត្តអីគេpilot អញ្ចឹងខ្លួនឯងធំឡើងត្រូវទៅហ៊ាន pilot ឲ្យម៉ាក់ពេញក្តីសម័យឲ្យម៉ាក់អានោះគឺជាការធ្វើដើម្បីខ្លួនឯងមិនធ្វើដើម្បីកូនទេបាទមកដូចគ្នាណាបងបាទដូចគ្នាបាទមែនតើខ្ញុំតែងតែសួរនាំគាត់តើខ្លួនឯងធំឡើងចង់ធ្វើអីគេអញ្ចឹងយើងសួរគាត់បដោះឲ្យគាត់មានគោលដៅនៅក្នុងជីវិតរបស់គាត់អញ្ចឹងដូចបេឡាគាត់ថាគាត់ចង់ខ្លះជាដុកទ័រអញ្ចឹងខ្ញុំសួរប្រហែលដងក៏ដោយគឺគាត់នៅតែដុកទ័រហ្នឹងអញ្ចឹងសឹងតែពេលខ្លះគាត់អត់ឈឺក៏គាត់ចង់ទៅដែរគាត់ស្រឡាញ់មែនតើអញ្ចឹងប្រដាប់ប្រដាគាត់ដែលគាត់លេងលុកលោគាត់ហ្នឹងគឺពីច្រើនសុទ្ធតែគ្រឿងពេនអញ្ចឹងមានតែលើកទឹកចិត្តគាត់ឲ្យគាត់ទៅស្វែងយល់ឬក៏សិក្សាទៅលើផ្នែកហ្នឹងមានតែជំរុញលើកទឹកចិត្តគាត់ទេគាត់ស្រឡាញ់អីយើងជំរុញគាត់ពីខាងក្រោយពីក្មេងល្អសោចដែរពីក្មេងមែនតើខ្ញុំមិនសូវជាអ្នកចូលចិត្តរៀនហ្មងទេមែនតើទៅអញ្ចឹងម៉ាក់គាត់ម៉ាក់ខ្ញុំគាត់ជំរុញចង់ឲ្យខ្ញុំខ្លាចជាអ្នកលក់ថ្នាំពេទ្យ pharmacy ជា pharmacy ឬក៏ជា doctor ដោយសារតែខ្សែគាត់ហ្នឹងពីច្រើនសុទ្ធតែខាងពេទ្យអញ្ចឹងគាត់ជំរុញឲ្យខ្ញុំទាំងដែលយើងអត់ស្រឡាញ់ឬក៏អត់ចូលចិត្តអញ្ចឹងទៅ
អញ្ចឹងយ៉ាងណាក៏ខ្ញុំនៅតែជំនះអ្វីដែលខ្ញុំចង់ធ្វើតបបានអញ្ចឹងបទពិសោធន៍ហ្នឹងក៏អាចapply មកឲ្យលើកូនខ្ញុំបានដែរ តែបើមានឪពុកម្ដាយចាំគ្រប់គ្រងទៀតគាត់ក៏ទៅបានលឿនហើយស្វែងយល់ខ្លួនឯងបានកាន់តែច្រើន ចានៅពេលដែលគាត់ចង់ធ្វើពេទ្យក៏ដោយបើសិនជាធំឡើងគាត់ដឹងថាតាមពិតក្តីសម័យរបស់គាត់ការដែលគាត់ចង់មែនតើហើយវាជាក្តីសម័យពិតខ្ញុំគិតថាបើគាត់ស៊ីជម្រៅជាមួយនឹងគោលដៅរបស់គាត់គាត់អាចនឹងដឹងថាតើវាជាក្តីសម័យរបស់គាត់វាគ្រាន់តែតាមអារម្មណ៍របស់គាត់អញ្ចឹងតាមគាត់សិនទៅ បាទ តែក្មេងក៏គាត់អត់ទាន់យល់ពីខ្លួនឯងច្បាស់ដែរ សំខាន់បំផុតកុំឲ្យធ្វើឲ្យខុសច្បាប់ បាទ ប៉ុណ្ណឹងទៅបានហើយ បាទ គាត់ទៅធ្វើអីគាត់លក់ស្បែកជើងគាត់លក់ចំណីតាមផ្លូវឬក៏គាត់ទូលកញ្ចែងលក់អីក៏ដោយធ្វើអីគាត់បានដែរកុំម៉ាក់ប៉ាជាអ្នក support ហើយធ្វើមួយដំបងរបស់គាត់ទៀត បាទ មែនតើ បាទមិញនេះយើងបានជជែកគ្នាច្រើនពាក់ព័ន្ធមួយតំណតំណងបងជាមួយនឹងកូនឥឡូវនេះចង់ផ្លាប់ដូរធានបទបន្ថែមដើម្បីបន្ថែមបន្តិចដើម្បីអ្នកស្ដាប់មួយចំនួនគាត់តែងតែមើលឃើញបងទាំងពីរជាដៃគូមួយដែលថាចំណាយពេលវេលាមួយគ្នាច្រើនអាចតែការងារបងដូចគ្នាបានធ្វើអីរួមគ្នាបានសម្រេចនៅក្តីសម័យរួមគ្នាអីចឹងណាហើយនេះគឺជាការគោលដៅមួយរបស់ដៃគូស្នេហាបើមិនទាន់ស្ដីពួនសម្រាប់ដៃគូស្នេហាក៏គាត់គេចង់ធ្វើអីមួយរួមគ្នាដែរសម្រាប់បងចាប់ផ្ដើមជាមួយគ្នាពេលណាដែលបានន័យថាទៅលើការរស់ស៊ីអីចឹង អូខេមែនតើខ្ញុំស្គាល់សង្សារខ្ញុំកាលណាជាសង្សារស្គាល់គាត់ឆ្នាំ2014ឆ្នាំ2014ហើយយើងក៏ចាប់ផ្ដើមរកស៊ីអនឡាញជាមួយគ្នាឆ្នាំ2015បាទកាលជំនាន់នោះគេល្បីលក់លេណាអញ្ចឹងទៅគាត់ជាអ្នកប្រម៉ូទហើយពេលនោះខ្ញុំជាអ្នកដឹកឲ្យគាត់បាទអញ្ចឹងយើងចាប់ផ្ដើមបន្តិចម្ដងរហូតមកដល់សប្តាហ៍នេះបាទ គំនិតចាប់ផ្ដើមដំបូងណាគេអ្នកនាំមុនមក មែនតើគ្រួសារបាទពាក់ព័ន្ធមួយការលក់ហ្នឹងមុនដំបូងគ្រួសារហើយ គ្រូសាយប្រពន្ធ កាលហ្នឹងបាទនេះកាលនោះសង្សារទេបាទកាលនោះសង្សារទេហើយគាត់ជាអ្នកលក់ជាអ្នកប្រម៉ូទអ្នកផ្សព្វផ្សាយទៅហើយខ្ញុំជាអ្នកដឹកផងជាអ្នកចាត់ចែងត្រូវកំងយ៉ាងម៉េចអីយ៉ាងណាហ្នឹងគឺលើខ្ញុំហើយបាទ តាមពិតទៅការចាប់ផ្ដើមរបស់ខ្ញុំណាដំបូងខ្ញុំគិតថាខ្ញុំជាអ្នកដែលដឹកនាំគាត់ទៅធ្វើឯងប៉ុន្តែដល់យើងមើលទៅក្រោយវិញខ្ញុំមានសមត្ថភាពប៉ុន្តែគាត់មានចំណេះប្តីខ្ញុំក៏គាត់គេនិយាយថាគាត់មានការគិតគាត់មានភាពជាអ្នករស់ស៊ីគឺតាំងពីក្មេងមកតែគាត់រៀនមិនទាន់ចប់គិតមើលហើយឆ្លោះគ្នារហូតមិនថាមិនឆ្លោះទេណាលក់ដំបងសបកហ្នឹងគេមិនលក់ដាច់រឿងការឡាយតឡាយមិនលក់ដាច់ណាហើយខ្ញុំប្រាប់ថាគុំធ្វើបាបខ្ញុំអត់ចេះនិយាយទេមនុស្សមិនដែលនិយាយរកណាគេផងអញតឡាយអង្គុយនិយាយម្នាក់ឈួតខ្ញុំទៅមួយទេតែគាត់ប្រាប់ខ្លួនឯងធ្វើទៅខ្លួនឯងធ្វើបានខ្លួនឯងសាកមើលតែពេលឡាយយូរទៅមនុស្សមើលច្រើនគេជួលទឹកមាត់ណារកបានទាំងហ្នឹងក៏ដោយសារគាត់ដល់ឲ្យវគ្គធ្វើវីដេអូដំបងតាំងពីចាប់ដើមគេស្គាល់ដំបងហ្មងខ្ញុំកាត់វីដេអូទៅតាម TikTok ទេកាត់តាម TikTok ហើយ TikTok ដូចយើងដឹងហើយវាមានមុខងារណាច្រើនដូច CapCut បាទ គាត់ប្រាប់ខ្ញុំថាអូនកាត់ CapCut ទៅអានេះស្រួលកាត់ទៅហើយវាច្បាស់ជាងវា smooth ជាងហើយវាមានស្អីគេ filter អីវាមានeffect អីច្រើនណាខ្ញុំថាមកអញកុំចូលចិត្តដឹកនាំខ្ញុំពេកមកខ្ញុំធ្វើអីស្រួលខ្ញុំធ្វើហ្នឹងទៅមានណាតាមគេទៅយើងស្រួលដល់ឥឡូវហ្នឹងវាអញ្ចឹងឯងខ្ញុំថាដៃគូខ្លះខ្ញុំគិតថាដែលអាចទៅមុខបានណាបើសិនជាយើងអាស្រ័យតែម្ខាងអត់កើតទេហត់ជីវិតនៅនឹងហត់ហើយបើសិនជាម្ខាងស្រីមានអានេះខាងប្រុសគឺមានផ្នែកផ្សេងហ្នឹងទៅដែលយើងអាច support គ្នាបានអញ្ចឹងទៅ អញ្ចឹងការភាពខុសគ្នាក៏ជារឿងមួយល្អដែរ ប៉ុន្តែតើយើងអាចសម្របហើយនឹងតម្លាក់ចុះបានដែរមិនមែនរាល់ភាពខុសគ្នាទាំងអស់ហើយយើងជាគូជីវិតដើមមួយគ្នាបានទេហ្នឹង ចូលពាក់ព័ន្ធមួយក្តីសម័យរួមគ្នាឬក៏ការបង្កើតគោលដៅរួមគ្នាវិញបងអាសាទៅចែកគ្នាតាំងពីស្រឡាញ់គ្នាដំបូងហើយឬក៏មិនដែរ សុំខ្ញុំនិយាយណាគោលដៅមែនតើទៅក៏មិនហ៊ានទៅគិតអីដល់ធំដុំពេកដែរពេលដែលការហើយពួកយើងបានគិតដែរថាមុននឹងយកកូនតតែខ្លួនឯងនឹងថឹងបានន័យថាតតែខ្លួនឯងមានឡានជិះពេលហ្នឹងខ្ញុំអត់មានឡានទេមានឡានជិះក៏មកឲ្យយើងយកកូនទៅចេញទៅណាមកណាឬក៏ទៅលេងខេត្តទៅលេងស្រុកអីក្តៅអីចឹងទៅហើយគោលដៅបន្តមកទៀតថាយើងត្រូវតែមានផ្ទះ
ត្រូវតែមានផ្ទះសម្រាប់គ្រួសារតូចមួយតូចតែខ្ចីគេក៏ដោយក៏ត្រូវតែមានចម្រុះផ្ទាល់ខ្លួនដែរហើយពីកាលនោះគឺខ្ញុំគិតថាចេះថាយើងមានគ្រួសារមកអន់ណាយើងត្រូវតែមានកូនផ្ទះទូចមួយយើងនៅតែ2នាក់ផ្ដួចផ្ដើមគ្នាបានន័យថាម៉េចកំសត់កម្រគឺយើងនៅជាមួយគ្នាខ្ញុំអត់ចង់ឲ្យប៉ាម៉ាក់ឬក៏ឲ្យអ្នកណាមកបាក់ជាមួយខ្ញុំ2នាក់ទេព្រោះដោយសារក្តីស្រឡាញ់ខ្ញុំជាមួយនឹងគាត់គឺពួកខ្ញុំជាអ្នកសម្រេចចិត្តជាអ្នកជ្រើសរើសអញ្ចឹងអត់ចង់ឲ្យពួកគាត់មកបាក់ចិត្តដោយសារពួកយើងនៅ2នាក់ធម្មតានៅផ្ទះមួយគ្នាប៉ុន្តែតែមានបាតុកិច្ចពាក្យខ្លះអីអញ្ចឹងណាយើងមិនអង្គុយទៅផ្អែមល្ហែមល្អល្អណាយើងក៏មើលមិនដឹងថាយើងទៅមុខទៅយើងឆ្លោះគ្នាអត់អញ្ចឹងទៅបើយើងឆ្លោះគ្នាហើយម្នាក់សិស្សផ្ដាច់បដូរខ្ញុំអីសិតតែជំរឹះខ្លួនឯងជ្រើសរើសថានឹងជ្រើសរើសគាត់អញ្ចឹងទៅបើសិនយើងឆ្លោះគ្នាមុខម៉ែឪទៀតទៅបើម៉ែឪគាត់បាក់យើងនិយាយខ្លីក៏មកម៉ែឪគាត់ដៀលយើងតែរឿងទាំងអស់នោះសិតតែនិយាយគ្នាមុនពេលរៀបការហ្នឹងនិយាយគ្នាមុនសិតតែនិយាយព្រោះការមុនការមិនដឹងទៅពាក្យពេចន៍នឹងមកពីណានិយាយច្រើនណាស់និយាយបានថាតំណតំណងរបស់យើងចាស់ទុំតាំងពីខ្ញុំនៅក្មេងហ្មងណាពួកយើងចាស់ទុំពួកយើងអត់គ្រាន់តែសាបគប់គ្នាហើយនិយាយតារឿងអីណាអត់អីវារឿង sweet ផ្អែមល្ហែមអូនបងអីចង់តលេងណាអីគេអត់ទេពួកខ្ញុំគ្រាន់តែស្គាល់គ្នាអាចនិយាយបានថាចាប់ដើមគិតហ្មងថាបើសិនជាខ្ញុំយកគាត់ចាប់ដៃគ្នាតើពួកយើងអាចនឹងធ្វើអីគេទៅមុខតើយើងក្តីសម័យរបស់យើងគឺនឹងទៅត្រឹមបែបណាខ្ញុំដែលគិតថារងថ្ងៃនេះខ្ញុំអាចធ្វើជាមេគេនៅក្នុងក្រុមហ៊ុនអាគារបានប៉ុណ្នេះប៉ុណ្ណោះខ្ញុំមិនដែលគិតទេខ្ញុំគ្រាន់តែគិតថាបញ្ហារបស់ខ្ញុំរងថ្ងៃគឺខ្ញុំអ្នកសិល្បៈបច្ចុប្បន្នពីមុនណាពេលនិយាយគ្នាហ្នឹងគឺខ្ញុំជាអ្នកសិល្បៈអញ្ចឹងប្រកាសណាគាត់អត់ចេះផ្នែកសិល្បៈទេតើគាត់អាចទៅធ្វើអីបានអញ្ចឹងវាជាបញ្ហារបស់យើងពីមុនដែរថាបើសិនជាខ្ញុំជាអ្នក account ទៅដល់សម្ដែងរាល់យប់អញ្ចឹងខ្ញុំហត់ទៅណាមិនមែនហត់ធម្មតាទេមួយថ្ងៃអាចដេកបានถึง3ម៉ោងទេគិតត្រួសត្រួសចេះខ្ញុំផ្នែកច្រើនខ្ញុំចេះច្រើនមិនអួតទេណាតែគាត់ថានេះជាបទពិសោធន៍ខ្ញុំកន្លងមកចាប់ពីម៉ោង6ព្រឹករហូតទៅដល់ម៉ោង12គឺខ្ញុំគឺជាអ្នកភ្លេងប្រពៃណីគឺគេហៅអ្នកភ្លេងការចាម៉ោង6ព្រឹកហ្នឹងគឺខ្ញុំត្រូវទៅហើយដល់ម៉ោង12បានចប់ឬក៏ពេលខ្លះហត់ដល់ម៉ោង1អញ្ចឹងបើសិនជាកន្លែងតែមួយអត់អីទេកន្លែងខ្លះផ្សេងគ្នាទៀតចប់ពីភ្លេងការម៉ោង1ហ្នឹងគឺខ្ញុំត្រូវទៅច្រៀង affair អកេះទៀតបាទពីមុនអត់មានការណាញ៉ាំម៉ោង5 6ល្ងាចទេអ្នកខ្លះទៀតទៅម៉ោង2អាសៀលគឺញ៉ាំហើយចប់ពីអកេះម៉ោង8 9យប់ខ្ញុំទៅបន្តល្ខោនទៀតល្ខោនហ្នឹងគឺគេមិនសម្ដែងតាំងពីយប់រហូតដល់ភ្លឺអញ្ចឹងវិលជុំអញ្ចឹងភ្លឺល្ខោនចាប់ម៉ោង5ម៉ោង6ទៅភ្លេងការទៀតទៅគឺអញ្ចឹងខ្ញុំគិតគ្រាន់តែស្រឡាញ់គ្នាភ្លាមខ្ញុំចាប់បានគិតថាតើយើងអាចនឹងចាប់ដៃគ្នាបែបម៉េចបើខ្ញុំរវល់អញ្ចឹងហើយខ្ញុំក៏មានក្តីសម័យមួយថាមិនថាយ៉ាងណាក៏ដោយខ្ញុំអត់ចង់រស់ស៊ីបាយគ្នាទេអត់ចង់ធ្វើការទោះបីជារកបានតិចក៏ដោយខ្ញុំចង់ធ្វើការមួយគ្នាចង់ឲ្យនៅមួយគ្នាយ៉ាងហោចណាស់ក៏អត់បែកគ្នាជាពិសេសដូចគេនិយាយថាក្លិតកាយណាយចិត្តណាចង់មិនចង់ក៏ដោយវាអាចនៅតែមានជាក់ស្ដែងពួកខ្ញុំក៏ធ្លាប់ជួបជាមួយបញ្ហានឹងហើយដែរអានេះនិយាយដល់ត្រង់មុនពេលយើងរៀបការហ្នឹងហើយអញ្ចឹងអាចសួរសំណួរបន្ទាប់ធ្លាប់បានសាច់រឿងនឹងដែរបងហ្នឹងអីតាមដានបងតាមដានបាទធ្លាប់បានសាច់រឿងនឹងដែរអញ្ចឹងអាចថាមកជជែកនេះជែកអ្វីដែរអ្នកតាមដានប្រហែលជាមិនធ្លាប់ដឹងជាពិសេសអាចរឿងដល់ពេលជជែកត្រូវគ្នាហ្មងពីព្រោះខ្ញុំគិតថាមនុស្ស2នាក់មកទៅជែករឿងគោលដៅក្តីសម័យអាចខុសគ្នាព្រោះថាដល់ពេលបងសម្រាប់ចិត្តសម្រួមថាធ្វើអានឹងទាំងអស់ទេបងប្រុសគ្រប់គ្រងហ្មងសម្រាប់បងយល់ឃើញមិនដែរពេលហ្នឹងការចំនួនហ្នឹងដោយសារពេលហ្នឹងយើងចង់នៅចិត្តគាត់នៅចិត្តគាត់អញ្ចឹងបាទអញ្ចឹងពេលហ្នឹងពេលគាត់ពងពេញរវល់រដូវរវល់គឺខ្ញុំជាតកងឡានឲ្យគាត់ក៏ប៉ុន្តែមែនតើខ្ញុំការកិនរបស់ខ្ញុំគឺ business ហើយបែរថានៅពេលដែលគាត់កំពុងតែរវល់ហ្នឹងពេលហ្នឹងគឺយើងកំពុងតែលក់ផលិតផលដែរអញ្ចឹងខ្ញុំអាចបែងចែកមានអ្នកដឹកឲ្យយើងហើយយើងក៏នៅអាចនៅជាមួយគាត់បានដូចគ្នាដែរមិនយើងទៅធ្វើការផ្សេងទេអញ្ចឹងនៅតែនៅជាមួយគាត់បាក់ជាមួយគ្នារហូតម្ដងថ្ងៃមួយយើងបានជជែកគ្នាថាតើយើងគួរតែបន្តបាក់បែបអញ្ចឹងឬក៏យើងចង់ដកខ្លួនចេញពីចំណុចមួយហ្នឹងមកកន្លែងណាដែលវាប្រសើរបាទអញ្ចឹង
អាស្រ័យពេលហ្នឹងគឺយើងបានជជែកគ្នាបាទយើងជជែកគ្នាដើម្បីអនាគតទៅព្រោះពេលហ្នឹងយើងគិតថា3ឆ្នាំទៅ5ឆ្នាំទៅមុខទៀតយើងចង់បានមិនអញ្ចឹងគាត់អ្នកសម្រេចចិត្តហើយគាត់ក៏សម្រេចចិត្តចេញវិសិល្បៈមកហើយយើងចាប់ផ្ដើមលុបនៅក្នុងវិស័យ Hosi Cosmetic ហ្នឹងរហូតមកបាទ តែការសម្រេចចិត្តពេលនោះប្រហែលបង បាក់ខ្លាំង បាក់ខ្លាំង រវាងមុខរបរដែលយើងស្រឡាញ់ បាទ ហើយនឹងតម្រូវការវាខុសគ្នាវាត្រូវការតែមួយយើងអត់អាចទៅធ្វើមុខរបរដែលយើងស្រឡាញ់ហើយវាបានទៅស័ក្តិសមជាមួយនឹងតម្រូវការដែលយើងកំពុងត្រូវការផ្គត់ផ្គង់ទេហត់ទាំងពីរនាក់ហើយអ្វីដែលសំខាន់ក្នុងការសម្រេចចិត្តពេលហ្នឹងមិនមែនតែលុយមួយមុខទេនៅពេលដែលហត់អស់កម្លាំងអស់ល្ងុយពេលហ្នឹងយើងការហើយណាយ៉ាទៅការហើយពេលហ្នឹងយើងការហើយហើយពេលហ្នឹងវាមិនមែនប៉ះពាល់តែត្រឹមការដែលហេរញ្ញវត្ថុមួយមុខទេវាប៉ះពាល់ទៅដល់ទំនាក់ទំនងដៃគូទៀតយើងដែលមានប្តីប្រពន្ធគឺយើងអាចដឹងហើយនៅពេលដែលហត់នៅពេលដែលអស់កម្លាំងការមួម៉ៅការធុញថប់គឺមានអញ្ចឹងវាធ្វើឲ្យសម្ព័ន្ធប្តីប្រពន្ធគឺវាឆ្ងាយគ្នាហើយគាត់ក៏អាចទៅបើកឡានជូនខ្ញុំរហូតដែរគាត់អស់កម្លាំងគាត់ត្រូវកាន់មុខរបរពេលហ្នឹងខ្ញុំលក់លេគាត់ត្រូវរាប់ស្តុកគាត់ត្រូវមើលអញ្ចឹងទៅខ្ញុំចាប់ផ្ដើមពីណាខ្ញុំចាប់ផ្ដើមតើអត្តន័យជីវិតអាពាហ៍ពិពាហ៍របស់យើងវាមានអត្តន័យអីគេបើម្នាក់ប្រឹងរហូតទៅដល់អត់មានពេលវេលាឲ្យគ្នាហត់មើលមុខគ្នាអត់ចំបាននិយាយបាយគ្នាប្រហែលថ្ងៃគាត់និយាយមួយម៉ាត់ឈ្លោះគ្នាបាត់ហត់ពាក្យថាហត់មួយម៉ាត់ប្តីប្រពន្ធទោះបីជារកប៉ុណ្ណាក៏ដោយឲ្យតែហត់ចង់មិនចង់គឺឈ្លោះគ្នាហើយព្រោះអីនៅពេលដែលហត់សម្រាប់អត់មានកម្លាំងសម្រាប់បានគ្រប់គ្រាន់អាបេះដូងវាឆាប់លូតញាប់អញ្ចឹងទៅអីបន្តិចគឺប៉ះគ្នាហើយបាទចូលបងពេលនោះបងសម្រេចចិត្តថាពេលបងគាត់ឈប់អញ្ចឹងគ្រប់ត្រទៀតមែនតើឲ្យស្មោះត្រង់ទៅពេលហ្នឹងគឺខ្ញុំអ្នកជំរុញបាទព្រោះដោយសារតែខ្ញុំមើលឃើញអនាគតវែងឆ្ងាយអញ្ចឹងយើងមិនអាចបន្តត្រូវតែមួយថ្ងៃ24ម៉ោងសឹងតែអត់មានពេលគេអញ្ចឹងបានទេគាត់ឃើញគាត់ណិតគាត់ថាគាត់ខ្ញុំគាត់ណិតគាត់ថាគាត់ណិតខ្ញុំមិនណិតរបៀបដូចឃើញគាត់ឃើញខ្ញុំហត់ពេកហត់ពេកហ្មងបាទចឹងមកមុខរងថ្ងៃចាស់ជឿយូរមែនតើកាលហ្នឹងយប់ដឹងបាត់គាត់យប់ដឹងបាត់គាត់តតែភ្លឺម៉ោង5បានអាចមកគេងអោបគ្នាបាននៅចឹងទៅបែកគ្នាអៀនខ្ញុំនិយាយយកមកដល់ចំណុចរឿងហ្នឹងពីព្រោះអាចថាការសម្រេចចិត្តក្នុងការបោះបង់អីមួយទៅធ្វើអីមួយរឿងពិបាកសម្រេចចិត្តដែរជាពិសេសអីដែលយើងរកចំណូលបានឧទាហរណ៍ថាដៃគូមួយគូគាត់ធ្វើការអីផ្សេងគ្នាប៉ុន្តែគាត់ចង់ធ្វើអីដែលរួមគ្នាអញ្ចឹងសាកឈប់ពីធ្វើការមើលមកធ្វើអីរួមគ្នាមើលសួរអាចរត់បានចំណូលដូចមុនក៏អាចប៉ះពាល់ដែរបាទហ្នឹងហើយអញ្ចឹងដល់ពេលបងមកសម្រេចចិត្តមកជួបគ្នាមកធ្វើការរួមគ្នានោះដំបូងមានជួបបញ្ហាអីខ្លះដែរហើយក្រោយមកទៀតវាល្អប្រសើរយ៉ាងម៉េចដែរសម្រាប់គូខ្ញុំចាត់ទុកថាសំណាងត្រង់ថាពេលដែលយើងចាប់ដៃគ្នាវាចេះតែកាក់កបទៅរហូតអញ្ចឹងកាក់កបទៅរហូតយើងក៏ចេះតែឃើញផ្លូវផ្សេងទៅមុខទៀតអញ្ចឹងក៏ផ្ដាំបញ្ញាទៅគូផ្សេងទៀតដែរដែលគាត់ចង់ចោលការងារហើយឬក៏មកចាប់ដៃគ្នារបររួមគ្នាអញ្ចឹងលើកទឹកចិត្តឲ្យសិក្សាច្បាស់ទៅមើលទៅលើមុខរបរមួយហ្នឹងបាទពួកខ្ញុំមិនមែនរឿងថាបថុយបឋានទេពួកខ្ញុំសិតតែច្បាស់ហើយថាទៅមុខទៀតយើងត្រូវធ្វើមិនទៀតព្រោះយើងអ្វីដែលសំខាន់ជាងគេគឺហិរញ្ញវត្ថុហ្នឹងហើយគឺយើងមើលថាតើមួយខែហ្នឹងចំណូលបានប្រមាណចំណាយប្រមាណតើចំណូលប៉ុណ្ណឹងរយៈពេលវែងហ្នឹងបានប្រមាណទៀតគឺយើងត្រូវច្បាស់លាស់នឹងហិរញ្ញវត្ថុបាទហើយការពិតទៅការដែលយើងសម្រេចចិត្តមកចូលរួមតែមួយធ្វើការងារមួយគ្នាបើគិតទៅខ្ញុំគិតថាភាពវិជ្ជមាននិងអវិជ្ជមានគឺមានដូចគ្នាភាពវិជ្ជមានគឺទី1យ៉ាងហោចណាស់ហ្មងណាគឺយើងបានដឹងពីសុខទុក្ខគ្នាបាននៅក្បែរគ្នាហើយក៏ជាពិសេសនៅពេលដែលប្តីខ្ញុំហត់ឬក៏ខ្ញុំហត់មួម៉ៅនៅក្នុងកន្លែងការងារអត់បានដូចចិត្តអី1 2 3 4ចឹងទៅក៏យើងអាចដឹងថាថ្ងៃនេះប្តីខ្ញុំគាត់សប្បាយចិត្តដោយសារអីឬក៏ថ្ងៃនេះប្រពន្ធខ្ញុំគាត់ហត់ដោយសារថ្ងៃនេះគាត់ថតពីព្រឹកវល់ល្ងាចគឺបែបហ្នឹងគឺយើងមើលឃើញនឹងភ្នែកហើយយើងមានពេលវេលានៅក្បែរគ្នារហូតយើងដឹងពីសុខទុក្ខគ្នាភាគច្រើនប៉ុន្តែអវិជ្ជមានក៏មានដូចគ្នា
គឺនៅពេលដែលភ្លាមនៅពេលដែលយើងចាប់ផ្ដើមដំបូងគឺយើងអត់ទាន់បែងចែកដាច់ថាតើយើងកំពុងនៅកន្លែងណាខ្ញុំសូមលើករឿងនិទានមួយតាក់ទងជាមួយនឹងគ្រួសារម្នាក់មានបរិសម្នាក់ហ្នឹងគឺគាត់មានគ្រួសារមានប្រពន្ធកូននៅផ្ទះប្រពន្ធគាត់ឲ្យតែដល់ពេលដែលប្តីគាត់ចេញពីធ្វើការតែតែឃើញប្តីគាត់នៅមុខផ្ទះហើយនិយាយតែមួយដើមឈើតែដឹងតែគាត់និយាយអីគេទេពេលមួយថ្ងៃទៅមួយថ្ងៃពីច័ន្ទដល់សុក្រហ្នឹងគឺគាត់និយាយតែមួយដើមឈើរហូតហើយបានគាត់ចូលផ្ទះថ្ងៃមួយប្រពន្ធគាត់ក៏សួរប្តីនឹងថាបងខ្ញុំសុំសួរបងបាននេះហេតុអីបានជារាល់ពេលដែលបងត្រឡប់មកពីធ្វើការវិញខ្ញុំតែងតែឃើញបងនិយាយមួយដើមឈើអញ្ចឹងបងនិយាយអីគេដើមឈើហ្នឹងមានអីមែនអានេះតាមការចងចាំរបស់ខ្ញុំឯណារឿងហ្នឹងប្តីហ្នឹងក៏គាត់ប្រាប់ប្រពន្ធថាអូនបងនិយាយមួយដើមឈើហ្នឹងមិនមែនដើមឈើហ្នឹងមានវិញ្ញាណឬក៏ដើមឈើហ្នឹងមានសលេង record អីដែរតែដើមឈើហ្នឹងគឺជាការចងចាំរបស់បងទាំងប្រមាណនៅក្នុងដើមឈើហ្នឹងពេលដែលបងមកពីធ្វើការបងអត់សប្បាយចិត្តបងនិយាយប្រាប់ដើមឈើហ្នឹងរហូតថាអូនៅកន្លែងការងារខ្ញុំអញ្ចេះមេខ្ញុំស្ដីឲ្យអញ្ចេះបុគ្គលិកនោះគាត់អត់សហការងារខ្ញុំអញ្ចេះខ្ញុំនិយាយរឿងទុកលំបាកទាំងអស់ហ្នឹងទៅប្រាប់ដើមឈើឲ្យដើមឈើគាត់ដឹងហើយសុំទប់បញ្ហាទាំងអស់ហ្នឹងនៅត្រឹមដើមឈើនៅមុខផ្ទះបន្ទាប់ពីគាត់និយាយហើយគាត់នឹងដើរចូលផ្ទះដោយស្នាមញញឹមរឿងហ្នឹងគឺឆ្លុះប្រចាំងមកឲ្យដឹងពីជីវិតពិតរបស់យើងប្តីប្រពន្ធជាពិសេសគ្រួសារដែលគាត់មានទំនួលខុសត្រូវខ្ពស់នៅក្នុងការងារនៅក្នុងគ្រួសារមួយថាបើសិនជាយើងមានបញ្ហាអីនៅខាងក្រៅឲ្យប្រកាសថាដើរចូលលបងផ្ទះគឺជាផ្ទះមិនមែនស្ពាយការងារមកដាក់នៅក្នុងផ្ទះទោះបីជាធ្វើក៏ធ្វើវាដោយពេញចិត្តមិនមែនដោយកំហឹងមិនមែនដោយភាពមួម៉ៅយកមកជះទៅដល់គ្រួសារដែលកំពុងតែរងចាំផ្លូវប្តីទេអញ្ចឹងវាក៏ត្រឡប់មករឿងសាច់រឿងរបស់ខ្ញុំវិញពួកខ្ញុំក៏ធ្លាប់បែបហ្នឹងនៅពេលដែលចាប់ដើមរួមរស់ស៊ីមួយគ្នាដំបូងប្តីខ្ញុំគាត់ចាប់ដើមពេលដែលការងាររបស់យើងកាន់តែរីកដុះដាលទៅទំនួលខុសត្រូវរបស់យើងគឺកាន់តែច្រើនចំណាយក៏ច្រើនដូចគេហៅទៅទុកធំក្តងធំអញ្ចឹងណាបញ្ហាចូលមកច្រើនមែនតើអញ្ចឹងប្តីខ្ញុំពេលហ្នឹងគឺគាត់ចាប់ដើមសម្ពាធរហូតទៅដល់គាត់កើតជំងឺថប់បារម្ភហ្នឹងហើយហើយខ្ញុំក៏ធ្លាប់និយាយដែរថាបងចេះហ្នឹងហើយដោយសារតែពីមុនគាត់មានដើមឈើមុខផ្ទះដល់និយាយប្រាប់ប៉ុន្តែនៅពេលដែលគាត់ចេះមានដើមឈើគាត់ដាំដើមឈើដែលអាចនិយាយប្រាប់បានចាប់ពីពេលហ្នឹងមកគឺគាត់អាចដឹងហើយថាផ្លូវដែលឈានជំហានចូលនៅក្នុងផ្ទះគឺជាផ្ទះមិនមែនជាកន្លែងដែលបញ្ចេញកំហឹងផ្ទះក៏មិនមែនជាកន្លែងដែលចាំដោះស្រាយបញ្ហាហើយផ្ទះក៏មិនមែនជាកន្លែងដែលឲ្យប្តីប្រពន្ធយើងកេងបែកក្នុងដាក់គ្នាដែរតែផ្ទះគឺជាកន្លែងមួយដែលចូលហើយខ្ញុំមានអារម្មណ៍ថាខ្ញុំធូរស្រាលខ្ញុំមានប្រពន្ធមានប្តីមានកូនចាំនៅរួមតុបាយនិយាយគ្នាដោយសប្បាយចិត្តតែផ្ទះបើសិនជាចូលមកមានតែបញ្ហាចូលមកប្រពន្ធណាក៏អញ្ញាមញើប្តីនោះចូលមកក៏យកតែការងារយកមកដាក់នៅក្នុងនឹងមួម៉ៅទាំងអស់អញ្ចឹងបានន័យថាដើមឈើមុខផ្ទះហ្នឹងវាងាប់ហើយអត់មានអីនិយាយប្រាប់ទៀតទេអញ្ចឹងនៅក្នុងនេះក៏ខ្ញុំចង់ shout out ទៅបងប្អូនទាំងអស់គ្នាដែលមានគ្រួសារបើអាចដាំឈើមុខផ្ទះមួយទៅទោះបីជាដើមឈើហ្នឹងតូចឬធំក៏ដោយដាំឈើមុខផ្ទះហើយនិយាយប្រាប់ដើមឈើហ្នឹងទៅប្រកាសថាចូលលបងផ្ទះយើងហើយគឺអស់បញ្ហាហើយប្តីប្រពន្ធក៏ដោយក៏យើងមានដើមឈើសម្រាប់ខ្លួនឯងដែរមិនមែនតែបញ្ហាការងារទេប្តីប្រពន្ធក៏ដោយពីខ្ញុំទៅវិញពេលខ្លះប្តីប្រពន្ធប្រកាសណាទោះបីខ្ញុំចេះនិយាយច្រើនពេចមោហាស័ព្ទចិត្តមែនតែខ្ញុំជាមនុស្សស្រីក៏ខ្ញុំនៅតែមានពេលណាដែលខ្ញុំចិត្តស្រាលដែរប៉ុន្តែក៏កុំភ្លេចនៅការចាប់ផ្ដើមថាយើងចាប់ផ្ដើមពីណាតើគោលដៅរបស់យើងចុងក្រោយគឺអីគេជាទូទៅពីអ្នកប្តីប្រពន្ធខ្ញុំរៀងរាល់មួយឆ្នាំគឺខ្ញុំតែងតែធ្វើនៅចក្ខុវិស័យគ្រួសារម្ដងថាឆ្នាំនេះខ្ញុំចង់បានអីខ្ញុំសុំនិយាយច្រើនតិចណាប្តីប្រពន្ធភាគច្រើនបូករួមទាំងខ្ញុំដែរនៅពេលដែលខ្ញុំវង្វេងគោលដៅខ្លួនឯងនោះខ្ញុំនឹងរត់រហូតគ្មានថ្ងៃដែលខ្ញុំអង្គុយទេហើយវាក៏ជារឿងមួយដែលសំខាន់ទៅលើប្តីប្រពន្ធខ្លះដែលមានគ្រួសារហើយតែងតែនិយាយពាក្យថាលុយអត់សំខាន់តែតាមពិតនៅពីក្រោយលុយដែលអត់សំខាន់ហ្នឹងណាគាត់អត់បានដឹងសាច់រឿងទេពាក្យថាលុយអត់សំខាន់គឺដោយសារអីគេអ្នកខ្លះគឺគាត់ខមមិនថាអត់លុយមើលមិនចេះតែតាមពិតដោយសារតែជ្រុងមួយឬក៏មូលហេតុមួយរបស់គាត់ផ្ទាល់ខ្លួនហេតុអីបានលុយមិនសំខាន់ដោយសារតែយើងមានលុយហើយយើងលែងចេះយកមកប្រើនៅក្នុងគ្រួសារឲ្យត្រឹមត្រូវឬក៏យើងមានលុយហើយយើងលែងចេះបែងចែកផុតបន្ទាត់គ្រួសារហេតុអី
ជាក់ស្ដែងហ្មងពេលដែលពួកខ្ញុំទៅតែចាប់ដើមរីកដដាពីមួយកម្មទៅមួយកម្មយើងចាប់ដើមវិញបាត់ដែរពីមុនគោលដៅរបស់យើងគ្រាន់តែមានកូនមានផ្ទះមានឡានជិះអត់ជពាក់គេប៉ុន្តែនេះគឺជាគោលដៅដែលធំបំផុតហើយប៉ុន្តែនៅពេលដែលយើងវង្វេងអត់បានដាក់ថាមួយឆ្នាំនេះតាមពិតគោលដៅរបស់យើងធំជាងគេគឺអីគេយើងតែងតែមានមហិច្ឆតារហូតទៅដល់យើងប្រឹងរត់ពេកអានេះហើយគឺជារឿងអីដែលខ្ញុំនិយាយថារត់រហូតទៅដល់បាត់ខ្លួនឯងអញ្ចឹងនៅរហូតទៅដល់ពេលមួយនៅពេលដែលពួកយើងហត់ពេកយើងប្រកែកគ្នាយើងបាត់លែងបាននិយាយមួយដើមឈើបាត់អញ្ចឹងពួកយើងក៏ស្រាប់តែជិះឡានពេលហ្នឹងមេឃភ្លៀងប្តីខ្ញុំក៏អ្នកនិយាយហ្មងគាត់ថាអូតាមពិតយើងកំពុងរស់នៅក្នុងក្តីសម្បែងរបស់ខ្លួនឯងបាទភ្ញាក់ហ្មងតែពិតយើងកំពុងតែសប្បាយចិត្តនឹងអ្វីដែលយើងកំពុងមានដែរហេតុអីបានពេលហ្នឹងយើងខំប្រឹងម៉េះខំប្រឹងរហូតដល់តែធ្វើឲ្យប៉ះពាល់ទៅអ្នកតំណងគ្រួសារទៀតហ្នឹងហើយអញ្ចឹងបន្ទាប់ពេលដែលយើងបានជជែកគ្នាហ្នឹងយើងក៏ចាប់ផ្ដើមទៅរកគោលដៅថ្មីសម្រាប់គ្រួសារយើងដោយសារហេតុអីដោយសារតែយើងបានមកដល់គោលដៅហ្នឹងហើយបាទអញ្ចឹងត្រឡប់មកវិញរស់នៅរាល់ថ្ងៃហ្នឹងគឺវាលើសពីក្តីសម័យដែលយើងធ្លាប់គិតហើយចុះយើងចង់បានអីគេទៀតហេតុអីក៏យើងមិន enjoy អ្វីដែលយើងកំពុងមានយើងប្រឹងបានជាមនុស្សមានមហិច្ឆតាអត់ខុសទេប៉ុន្តែកុំប្រឹងរហូតទៅដល់បាត់អីដែលយើងកំពុងតែមាននៅក្នុងដៃបច្ចុប្បន្នប៉ុណ្ណឹងយ៉ាបងចុះបងខ្ញុំចង់សួរបងបន្តទៀតថាបច្ចុប្បន្ននេះបងផ្ដល់អត្ថប្រយោជន៍អីគេនៅលើជីវិតបងតែទ្រព្យសម្បត្តិគេឈ្មោះសេចក្តីសុខឬក៏អីផ្សេងទៀតសម្រាប់ខ្ញុំសុខភាពសម្រាប់ខ្ញុំទី1គឺសុខភាពហ្នឹងហើយបាទហើយទី2គឺគ្រួសារបាទទី3គឺកិត្តិយសហើយទី4ទ្រព្យសម្បត្តិណាហើយទី5ការងារសង្គមជាតិអីចឹងទៅពួកយើងដាក់លេខរៀងទាំង5ហ្នឹងឲ្យវា balance គ្នាហេតុអីបានជាខ្ញុំនិយាយថាសុខភាពសំខាន់ពួកយើងស្រឡាញ់សុខភាពហើយប៉ុន្តែសុខភាពគឺវាតកតងមួយផ្លូវចិត្តដែលលឺថាអ្នកម្ដាយទើបតែសម្រាលកូនរួចខ្ញុំលើកឧទាហរណ៍ណាលើកអ្នកម្ដាយសម្រាលកូនរួចហេតុអីបានគាត់មូម៉ៅគាត់កើតមី blue បាក់ទឹកចិត្តក្រោយសម្រាលដោយសារអីគាត់បានសម្រាលគ្រប់គ្រាន់មិនមែនពេលខ្លះដែលថាគាត់គិតថាគាត់វះកាត់អាសាឈឺខ្នងអាសាឈឺអីដោយសារគាត់អ្នកមើលកូនខ្លួនឯងនេះគាត់នេះក៏ដោយអញ្ចឹងឯងគាត់តាំងខ្លួនជាអ្នកដែលចេះគ្រប់សពអញ្ចឹងទៅគាត់ហត់អត់បានសម្រាលកូនធ្វើទុកមកយកទល់ភ្លឺបើកូនស្លូតអីកូនកាយកាន់តែពិបាកបូមទឹកដោះផងអីផងអញ្ចឹងមានពេលណាទៅហាត់ប្រាណមិនអញ្ចឹងមានពេលណាសម្រាប់គ្រប់គ្រាន់នៅដល់មកដល់វ័យនេះបាទខ្ញុំដឹងថាការពិតទៅការហាត់ប្រាណការរត់ការដើរវាមិនមែនតែចាំបាច់គោលដៅដែលធ្វើឲ្យយើងស្រកគីឡូទេគឺដើម្បីសុខភាពនឹងឯងនៅពេលដែលសុខភាពយើងផ្លូវកាយល្អផ្លូវចិត្តរឹងមាំយើងក៏អាចគិតវិជ្ជមានបានច្រើនដែរចឹងមើលអ្នកដែលគាត់អាសាសេតអាសាតុកសិចអីហ្នឹងភាគច្រើនហ្មងគឺគាត់អត់សូវបានហាត់ប្រាណហើយក៏អត់សូវបានថែសុខភាពផ្លូវកាយផ្លូវចិត្តគាត់ដែរអញ្ចឹងទៅវាអាប់ភ្លុកតែផ្លូវកាយវាអត់រឹងមាំផ្លូវចិត្តមិនរឹងមាំកាត់បាទហ្នឹងហើយពេលបងធ្វើការមួយគ្នាបែងចែកតួនាទីខ្ញុំចង់និយាយថាជាប្តីប្រពន្ធអញ្ចឹងពេលខ្លះដល់ពេលដល់រឿងការងារបងដូរតួអង្គមែនឬក៏មិនដែរដូរតួអង្គខ្ញុំឡើងជាប្រពន្ធហើយគាត់ក៏មិនជាប្តីដែរបាទមិនវិញមកចែកម្លែកជាមួយសម្រាប់អ្នកដែលចង់ធ្វើការមួយគ្នាពេលខ្លះអាចនិយាយថាពេលនិយាយទៅធម្មតាយើងបែងចែកតួអង្គគ្នាអត់ដាច់ចឹងបាទពេលខ្លះយើងចង់ធ្វើអីចឹងតែបងមិនដែរតែពិតទៅមិនមែនឲ្យបែងចែកគ្នាដាច់មិនមែនទៅដល់កន្លែងធ្វើការឡើងស្គាល់ជាធម្មតាជាប្រពន្ធទេមិនមែនទៅយើងបែងចែកគ្នាយើងមើលឃើញយើងមើលថាតើគាត់ប្រកែឬក៏គាត់ជំនាញនៅខាងឯគេអញ្ចឹងយើងបែងចែកការងាររៀងខ្លួនអញ្ចឹងបើសិនជាទៅដល់កន្លែងការងារយើងអាចបានបែងចែកការងាររៀងខ្លួនទេប្រកបណាស់អ្នកដែលក្រុមដៃរបស់យើងហ្នឹងគឺមិនដឹងថាស្ដាប់អ្នកណាគេអញ្ចឹងអាចនឹងការងាររបស់យើងគឺនឹងមានបញ្ហាឬក៏អាចនឹងឡែតឬក៏អាចនឹងខាត់បងអីមួយហើយបាទអញ្ចឹងអ្វីដែលសំខាន់គឺយើងទៅមើលគាត់ថាគាត់ប្រកែផ្នែកគេបើសិនជាគាត់ប្រកែផ្នែកគណនេយ្យអញ្ចឹងយើងបកគោជូនគាត់អញ្ចឹងបើសិនជាយើងប្រកែខាងគ្រប់គ្រងអញ្ចឹងយើងអាឡាញគ្នាថាខ្ញុំទៅជាអ្នកគ្រប់គ្រងអញ្ចឹងទៅបាទសំខាន់ទៅលើការបែងចែកគ្នាជជែកគ្នាទេអត់មានអ្នកណាមកគេថាមកកំណត់ថាអត់ទេអ្នកឯងត្រូវតែចេះអ្នកឯងត្រូវចោះទេចាអញ្ចឹងពីរនាក់គឺយើងត្រូវតែអាឡាញគ្នាយើងជជែកគ្នាសំខាន់បំផុតហើយ
អញ្ចឹងមកខ្ញុំនិយាយថាតាមពិតទៅពាក្យតែប្តីប្រពន្ធហ្នឹងមិនមែនអត់ឲ្យស្គាល់គ្នាទេប៉ុន្តែខ្ញុំមិនឲ្យយកការសម្រេចចិត្តទាំងអស់ឲ្យគាត់ត្រូវទៅខ្លាចខ្ញុំថាខ្ញុំជាប្រពន្ធខ្ញុំត្រូវតែស្ដាប់ប្រពន្ធទេនៅពេលដែលនៅក្រុមហ៊ុនគាត់ទូនទីគាត់គឺ CEO អញ្ចឹងខ្ញុំ founder អញ្ចឹងទៅខ្ញុំផ្នែក marketing ឧទាហរណ៍ខ្ញុំផ្នែកជាក់ស្ដែងមកគឺខ្ញុំ marketing ហើយគាត់គ្រប់គ្រងទូទៅរាល់ការសម្រេចចិត្តអីផ្សេងៗគឺគាត់រាល់ marketing ពាក់ព័ន្ធ marketing គឺខ្ញុំតកតងតួគឺបែបណាជ្រើសរើសតួបែបណាបែបម៉េចវីដេអូហ្នឹងគឺបែបណាចេញទៅវាម៉េចគឺខ្ញុំជាអ្នកសម្រេចប៉ុណ្្នឹងឯងអញ្ចឹងវាងាយស្រួលហើយវាក៏វាប៉ះពាល់ដែរបើសិនជាយើងអត់បែងចែកតួនាទីគ្នាច្បាស់តែតែគិតថាអូបើសិនជាខ្ញុំគិតថានៅក្នុងក្រុមហ៊ុនហ្នឹងខ្ញុំគួរតែជាប្រពន្ធនេះខ្ញុំគួរតែជាអ្នកដឹកនាំដោយសារខ្ញុំនៅក្នុងហ្នឹងគឺខ្ញុំអ្នក founder អ្នករកឃើញមុនណាខ្ញុំគួរតែមានអត្ថប្រយោជន៍នៅក្នុងហ្នឹងប៉ុន្តែមិនក៏ឲ្យប្តីខ្ញុំជាងបើសិនជាមានការគិតបែបហ្នឹងទៅវាធ្វើឲ្យនៅក្នុងក្រុមហ៊ុនមួយហ្នឹងមេពីបទិញបតុងគ្នាហើយរាល់ការសម្រេចចិត្តណាមួយបើសិនជាយើងគិតថាយើងជាប្តីយើងជាប្រពន្ធនៅក្នុងការងារមួយហ្នឹងណាក៏អត់ងាយនឹងដាច់ស្រេចដែរងាយទេបាទអូខេបងអញ្ចឹងខ្ញុំគិតថាយើងជជែកគ្នាបានច្រើនបើសិនបើជាចុងក្រោយបងមានយោបល់អីសម្រាប់អ្នកដែលចង់តស៊ូមួយគ្នាទៅត្រូវគាត់ចាប់ដៃគ្នាមិនឬមិនអញ្ចឹងមានជាការផ្ដាំផ្ញើជាចុងក្រោយបងទៅលើដៃគូដែលគាត់ចង់ចាប់ដើមរកស៊ីមួយគ្នាចង់រកស៊ីមួយគ្នាបាទអូខេពីខ្ញុំទៅសម្រាប់ដៃគូដែលគាត់ចង់ចាប់ដើមរកស៊ីមួយគ្នាខ្ញុំពិតជា support មែនតើប៉ុន្តែឲ្យដឹងថាតើគោលដៅសំខាន់បំផុតគឺតើគោលដៅរួមគ្នាចាគោលដៅរួមគ្នាឬអត់តើគោលដៅចុងក្រោយឬក៏គោលដៅដែលកណ្ដាលគឺអីគេតើគោលដៅដែលកំពុងធ្វើហ្នឹងដើម្បីសេរីភាពហិរញ្ញវត្ថុដើម្បីតែជួយគ្រួសារជួយដៃគូហ្នឹងឬក៏ដើម្បីគ្រាន់តែបង្កើនជាមួយនឹងគុណតម្លៃខ្លួនឯងនៅពេលដែលគាត់ដឹងពីចំណុចចាប់ផ្ដើមរបស់គាត់នឹងមានការតាំងចិត្តដែលអត់ងាយបោះបង់ទេជាក់ស្ដែងដូចពួកខ្ញុំអញ្ចឹងការតាំងចិត្តរបស់ខ្ញុំគឺសេរីភាពហិរញ្ញវត្ថុនឹងឯងហើយជាពិសេសហ្មងអានោះអីគេវិញបងអញធ្វើរហដងមកអីគេធ្វើរហដងគិតឲ្យធ្វើអូខេអញ្ចឹងអ្វីដែលសំខាន់ដែលខ្ញុំតែងតែយកវាមកផ្លាយគឺគិតឲ្យគឺត្រូវតែធ្វើអញ្ចឹងអត់ចង់ឲ្យយើងបានតែគិតទេអញ្ចឹងត្រូវតែធ្វើគិតឲ្យត្រូវតែធ្វើអញ្ចឹងគិតហ្នឹងគិតមិនឧទាហរណ៍ថាឥឡូវយើងបើកហាងកាហ្វេមួយអញ្ចឹងយើងមិនអាចតែមកគិតទេគឺយើងទៅធ្វើមិនទៅ research តែកាហ្វេយកប្រភពមកពីខាងណាហាងបើកណាបានមនុស្សច្រើនអញ្ចឹងប៉ុន្តែនៅតែលើកទឹកចិត្តឲ្យចាប់ផ្ដើមពីតូចទៅកុំយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងមនុស្សដែលគេជោគជ័យហើយបាទដោយសារតែមនុស្សជោគជ័យក៏គាត់ធ្វើការពីតូចហ្នឹងទៅដែរបាទភាពប្រៀបធៀបតាមពិតអត់ខុសទេប្រៀបធៀបជាមួយនឹងអ្នកដែលគាត់ជារៀមច្បងគាត់មានលទ្ធផលទៅប្រៀបធៀបឲ្យយើងមានកម្លាំងចិត្តអាចប្រៀបបានតែបើសិនជាប្រៀបឲ្យធ្វើឲ្យខ្លួនឯងមានអារម្មណ៍តបាក់ទឹកចិត្តកុំប្រៀបតែមើលអ្នកដែលគាត់ទៅធ្វើមិនបាញ់ទៅឯករីកចម្រើនដូចគាត់អ្នកខ្លះគឺគាត់តែងតែមានការគិតមួយទៅប្រៀបធៀបខ្លួនឯងជាមួយអ្នកណាអ្នកណីឲ្យមើលមកខ្លួនឯងតូចការប្រៀបធៀបបែបហ្នឹងគឺជាការប្រៀបធៀបមួយដែលមើលងាយខ្លួនឯងខ្លាំងមែនតើជាមនុស្សខ្ញុំគិតថាគួរតែមានតម្លៃសម្រាប់ខ្លួនឯងស័ក្តិសមព្រោះអីមិនថាមនុស្សដែលគាត់មានធនធានប៉ុណ្ណាឯងគឺគាត់មានតម្លៃរបស់គាត់អញ្ចឹងកុំប្រៀបធៀបនៅជំហានទី1របស់ឯងទៅជំហានទី10របស់អ្នកដទៃហើយនៅពេលមួយដែលយើងចង់ធ្វើអីមិនភ័យខ្លាចក្នុងការទៅចាប់ផ្ដើមទេតែកុំខ្លាចនៅការដែលគិតច្រើនវិញអាគិតច្រើនហើយបានទៅធ្វើអាហ្នឹងមិនយើងគួរខ្លាចបាទអញ្ចឹងបើគាត់និយាយគ្នាធ្លាប់និយាយគ្នាគិតយូរហើយប៉ុន្តែដូចឲ្យហ៊ានចាប់ផ្ដើមសោះគួរតែចាប់ផ្ដើមនៅបងនេះសាកមើលសិនណាខ្ញុំនៅតែគិតថាអាស្រ័យទៅលើពួកគាត់ទី1គាត់ដឹងសិនថាតើហិរញ្ញវត្ថុរបស់គាត់ចំណូលរបស់គាត់ឬក៏ដើមទុនរបស់គាត់គឺកម្រិតណាហើយនៅពេលដែលគិតនឹងហើយពាក្យច្រើនហ្មងគិតហើយគឺគាត់គ្រាន់តែទុកចោលគ្រាន់តែបានគិតហើយខ្លាចទៅរកឧបសគ្គហ្នឹងខ្លាចឧបសគ្គអញ្ចេះខ្ញុំការខ្លាចភ័យខ្លាចឧបសគ្គអត់ខុសទេវាត្រឹមត្រូវប៉ុន្តែទៅរកចំណុចដែលដោះស្រាយវិញថាឧបសគ្គទាំងអស់ហ្នឹងតើយើងដោះស្រាយវាបានដោយរបៀបណាឧបសគ្គដែលចូលមកទាំងអស់វាគ្រាន់តែជាចំណុចមកប្រាប់យើងថាអូតាមពិតយើងគួរជៀសនេះដើម្បីកុំឲ្យមានអាហ្នឹងបើសិនជាយើងពិតជាចង់មែនណាយើងនឹងធ្វើឯងអត់មានតែអត់ធ្វើទេបើសិនជាចង់អូខេបងអរគុណបងអរគុណមែនតើថ្ងៃនេះរៀនសូត្របានច្រើនមែនតើហើយសង្ឃឹមថាអ្នកដែលតាមដាន Ken Podcast ក៏បានរៀនសូត្រផងដែរពីនិយាយពីទំនាក់ទំនងរវាងកូននិងឪពុកម្ដាយហើយក៏យើងឆ្លេចចូលទៅដល់
ការរស់ស៊ីបន្ថែមទៀតប៉ុន្តែខ្ញុំគិតថាបងទាំងពីរមានបទពិសោធន៍ជាច្រើនទៀតដែលអាចចែកម្លែកបានហើយនេះបើសិនបើបងប្អូនគ្នាចាប់អារម្មណ៍ហើយចង់ឃើញអបសូបន្តទៀតឬក៏មានគេហៅថាជាមតិយោបល់អីផ្សេងបាទយល់ឃើញយ៉ាងណាដែលអាច comment នៅខាងក្រោមនេះបានផងដែរហើយសាយថ្មីម្ដងទៀតអរគុណបងទាំងពីរមែនទែនសម្រាប់ការចូលរួមបដល់ជាកិត្តិយសជាពេលវេលាសម្រាប់ឲ្យចែកម្លែកនៅបទពិសោធន៍សម្រាប់អ្នកដទៃទៀតបាទអ្នកដែលតាមដាន page របស់យើងឲ្យគាត់អាចរៀនសូត្រអំពីអ្វីទៅនៅពីក្រោយគេហៅថានៅពីក្រោយឆាកណាគាត់ឃើញវីដេអូគាត់ឃើញអីចឹងទៅបាទប៉ុន្តែអត់បានដឹងអ្វីដែលនៅពីក្រោយឆាកទេអញ្ចឹងគាត់អាចរៀនសូត្របានហើយដូចជាបល់គាត់ថាឲ្យចាប់ផ្ដើមធ្វើយើងចង់ធ្វើអីយើងចាប់ផ្ដើមធ្វើនឹងទាំងអស់គ្នាហើយឥឡូវនេះ podcast របស់យើងបានមកដល់ទីបញ្ចប់ហើយខ្ញុំសុភ័ក្រជាមួយនឹងបងផារីនិងបងខេងសូមអរគុណសូមជម្រាបលាបាទអរគុណ